ចឹងជាបឋមសូមគោរពអាយដាមលោកស្រីលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សដែលអញ្ជើញមកពីសាលាវិទ្យាល័យវត្តភ្នំណាចាអញ្ចឹងដូចអ្វីដែលពិធីការនីយើងបានជម្រាបជូនហើយអញ្ចឹងកិច្ចសន្ទនាយើងថ្ងៃនេះហេតុអីបានជាយើងអញ្ជើញសិស្សនៅកម្រិតមធ្យមសិក្សាមកចូលរួមតែពិតយើងមានគោលបំណងរបស់យើងព្រោះដោយសារតែបងប្អូននៅឥឡូវនៅថ្នាក់ទី11អញ្ចឹងឆ្នាំក្រោយបងទៅឡើងទៅថ្នាក់ទី12ដែលត្រូវប្រឡងបាក់ឌុបដែលយើងហៅកាត់ភាសាសាមញ្ញថាបាក់ឌុបណាអញ្ចឹងនៅពេលហ្នឹងគឺបងត្រូវសម្រេចចិត្តទៅរើសជំនាញទៅរៀននៅកម្រិតឧត្តមសិក្សាអញ្ចឹងខ្ញុំថាថ្នាក់ដល់ពេលឆ្នាំក្រោយក្រសួងអប់រំនឹងផ្ដល់ជាយើងហៅជំរើសសាកលវិទ្យាល័យដើម្បីបងប្អូនជ្រើសរើសនៅពេលដែលបងប្អូនរៀនចប់ប្រឡងជាប់ទៅតើជំរើសទី1សាកលវិទ្យាល័យមួយណាដែលបងប្អូនជ្រើសរើសទៅរៀនដើម្បីទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យឬមួយក៏វិទ្យាស្ថានដែលបងប្អូនចង់ទៅរៀនហ្នឹងអញ្ចឹងវាជាការចាំបាច់ដែលដឹងថាតើយើងត្រូវតែរើសជំនាញអីមុនពេលដែលយើងឈានទៅដល់កម្រិតឧត្តមសិក្សាហ្នឹងអញ្ចឹងថ្នាក់ទី11ពេលនេះគឺត្រូវតែម្ដងទៅការសម្រេចចិត្តឲ្យហើយដើម្បីនៅពេលដែលគេឲ្យកដាស់ក្រសួងអប់រំផ្ដល់ជាកដាស់ដើម្បីឲ្យបងអូនជ្រើសរើសមកបងអូនដឹងថាបងអូនត្រូវជ្រើសរើសអីដើម្បីកុំឲ្យការជ្រើសរើសរឿងខុសពួកខ្ញុំឃើញពួកខ្ញុំធ្លាប់ធ្វើការនៅក្រសួងអប់រំដែរប៉ុន្តែមិនមែនស្ថិតនៅក្រោមក្រសួងនៅក្នុងក្រសួងទេគឺនៅសាកលវិទ្យាល័យខ្ញុំធ្លាប់ធ្វើការនៅតិចណូអញ្ចឹងខ្ញុំធ្លាប់ចុះទៅផ្សព្វផ្សាយនៅតាមវិទ្យាល័យដូចគ្នាអញ្ចឹងខ្ញុំឃើញមានបងប្អូនសិស្សហ្នឹងគាត់រើសអាហ្នឹងខុសច្រើនគាត់អត់បានយកចិត្តទុកដាក់ក្នុងការរើសនៅជំនាញដែលគាត់នឹងមករៀននៅកម្រិតឧត្តមសិក្សាអញ្ចឹងគាត់គូសធីកឲ្យទៅបានហើយដល់ពេលគាត់ជាប់ហើយគាត់ថាអញ្ចឹងដល់ពេលនេះខ្ញុំអត់បានជំនាញខ្ញុំចង់រៀនផងហ្នឹងដល់ពេលដែលគាត់រើសហ្នឹងគឺគាត់ធីកទៅមិនឲ្យទៅហើយចាដល់ពេលគាត់ប្រឡងជាប់សញ្ញាបត្របាក់ឌុបទៅមកគាត់ថាអូខ្ញុំចង់រៀនជំនាញនេះហ្នឹងខ្ញុំចង់រៀននៅសាកលវិទ្យាល័យមួយនេះហ្នឹងប៉ុន្តែជំរឿរបស់ខ្ញុំនៅក្នុងនោះវាផ្សេងអញ្ចឹងគាត់បាត់បង់ឱកាសក្នុងការទទួលបានអាហារូបករណ៍បើសិនជាគាត់ជាប់និទេស A ឬមួយក៏ B ដែលអាចទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យមួយហ្នឹងអញ្ចឹងយើងធ្វើឲ្យយើងបាត់បង់ឱកាសអញ្ចឹងហើយបានជាកិច្ចសន្ទនាយើងនៅពេលនេះយើងផ្ដោតទៅលើវិស័យ Digital ជាធំប៉ុន្តែវិស័យ Digital នេះគឺវានៅក្នុងជំនាញផ្នែក STEM ណាយើងហៅ STEM អញ្ចឹងថ្ងៃនេះយើងមានវាគ្មិនមួយរបស់យើងដែរដែលគាត់អាចជាយើងថាសិស្សច្បងគំរូចាស់ណាសម្រាប់បងប្អូនថ្ងៃហ្នឹងព្រោះគាត់មានបទពិសោធន៍ច្រើនណានៅក្នុងការដែលគាត់ចូលរួមទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិហើយគាត់ឥឡូវគាត់ក៏កំពុងរៀននៅក្នុងវិស័យនៅក្នុងជំនាញបច្ចេកវិទ្យានេះដែរអញ្ចឹងគាត់នឹងចែករំលែកចឹងថ្ងៃហ្នឹងយើងមានវាគ្មិនយើងសិតតែស្រីតែម្ដងចាគាត់ភាគច្រើនជាអ្នកគ្រូយើងអត់មានបរិះតាមពិតយើងក្នុងការអញ្ជើញនេះក៏យើងអត់រំពឹងថាយើងនឹងបានស្ត្រីទាំងអស់ដែរតាមពិតណាចាយើងរំពឹងថាយើងនឹងបានវាគ្មិនយ៉ាងតិចក៏ម្នាក់ជាបរិះដែរព្រោះយើងអត់ចង់ឲ្យថាវាមើលទៅវាជាការរើសអើងមួយតែម្ដងវាគ្មិនជាស្ត្រីទាំងអស់ប៉ុន្តែលិខិតអញ្ជើញភាគច្រើនចេញពីក្រសួងកិច្ចការនារីបានមកស្ត្រីប៉ុន្តែវាត្រូវនឹងវេទិកាយើងដែរដោយសារយើងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ Digital ហើយវាគ្មិនយើងភាគច្រើនគឺគាត់ប្រឡូកនៅក្នុងវិស័យនេះតែម្ដងអញ្ចឹងគាត់អាចចែករំលែកពីគោលនយោបាយរបស់ក្រសួងដែលគាត់ធ្វើការហើយក៏ដូចជាបទពិសោធន៍ដែលគាត់ធ្វើការក្នុងវិស័យហ្នឹងហើយនឹងបទពិសោធន៍តើហេតុអីបានជាគាត់ជ្រើសរើសចូលរៀននៅក្នុងជំនាញមួយហ្នឹងចាអញ្ចឹងគាត់អាចចែករំលែកបានច្រើនអញ្ចឹងបាននៅក្នុងកិច្ចសន្ទនាយើងនេះគឺខ្ញុំស្នើឲ្យអ្នកសម្របសម្រួលខាងក្រសួងហ្នឹងឲ្យគាត់មានវេទិកាមួយខាងចុងហ្នឹងឲ្យបងប្អូនសិស្សយើងហ្នឹងឬមួយក្មួយហ្នឹងអាចសួរបានព្រោះខ្ញុំអត់ចង់ឲ្យវាគ្មិនគាត់ឆ្លងតែជាមួយនឹងអ្នកសម្របសម្រួលទេជួនកាលបងប្អូនមានសំណួរច្រើនណាដែលចង់សួរអញ្ចឹងណា
ចាប៉ុន្តែអត់មានឱកាសសួរអញ្ចឹងខ្ញុំសូមឲ្យទុកពេលវេលាដើម្បីគាត់សួរព្រោះនៅពេលដែលខ្ញុំរៀននៅអាយុប្រហែលនឹងអាចថាក្មួយហើយក្មួយខ្ញុំក្មួយទាំងអស់ហ្នឹងគឺខ្ញុំក៏អត់ដឹងរឿងអីដូចគ្នាដែរខ្ញុំអត់ដឹងថាតើការវិវត្តនៅសង្គមហ្នឹងវាបែបណាហើយយើងអត់ដែរបានចូលរួមនៅកម្មវិធីសង្គមច្រើនយើងអាចថាវាជា social norm មួយអាចជាយើងហៅវាជាក្រិតក្រមមួយសម្រាប់កូនស្រីដែលអត់សូវបានចូលរួមអាកម្មវិធីសង្គមច្រើនទេចាអញ្ចឹងទៅយើងទៅរៀនហើយមកផ្ទះរឿងកម្មវិធីសង្គមចេញទៅចូលរួមអីផ្សេងសូវបានចូលរួមទេវាមានការកំណត់មួយថាអត់សូវឲ្យចូលរួមឯពុកបាត់ពីពុកម្ដាយចាក៏ដូចជាបរិយាកាសជុំវិញអញ្ចឹងទៅការសម្រេចចិត្តគឺខ្ញុំផ្អែកទៅលើឧទាហរណ៍ជុំវិញខ្លួនរបស់ខ្ញុំយើងអត់បានដឹងថាតើការវិវត្តរបស់សង្គមនឹងទៅបែបណាហើយជំនាញអីដែលយើងគួរតែជ្រើសរើសដើម្បីឲ្យសមស្របទៅនឹងការវិវត្តរបស់សង្គមយើងចាអញ្ចឹងហើយបានជាយើងថាយើងលើកវេទិកានេះឡើងគឺដើម្បីផ្ដល់ជូនបងប្អូននៅការវិវត្តរបស់សង្គមដែរហើយនឹងគោលនយោបាយគ្រប់គ្រងដែររដ្ឋាភិបាលបានអាចចេញមកដើម្បីគ្រប់គ្រងនៅឲ្យស្របទៅនឹងការវិវត្តរបស់សង្គមហើយតើទៅមុខទៀតតើជំនាញអីដែរវាសមស្របទៅតាមការវិវត្តរបស់សង្គមរបស់យើងចាអញ្ចឹងហើយវេទិកានៅក្នុង studio យើងថ្ងៃនេះគឺយើងធ្វើនៅកន្លែងហ្នឹងប៉ុន្តែយើងនឹងផ្សព្វផ្សាយទៅទូទាំងប្រទេសតែម្ដងចាតាមរយៈទូរជាតិរបស់យើងក៏ដូចជាយើងនឹងកាត់ជាវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយនៅតាម Facebook page ឬមួយក៏ TikTok របស់យើងកន្លែងណាជាចំណុចសំខាន់ដើម្បីផ្ដល់ជាសារទៅដល់ក្មួយដែលជាសិស្សានុសិស្សនេះតែត្រូវតែរើសជំនាញក៏ដូចជាទៅដល់ស្ត្រីផ្សេងទៀតព្រោះក្នុងវិស័យ digital នេះមិនថាតែយើងជាសិស្សទេអ្នកខ្លះគាត់ប្រឡូកនៅក្នុងវិស័យការងាររួចហើយប៉ុន្តែគាត់អត់ទាន់បាត់ចាត់នៅជំនាញ digital គាត់អាច switch បានគាត់អាចធ្វើការផ្លាស់ប្ដូរបានបើមិនជាគាត់ដឹងថានិន្នាការបនសង្គមកំពុងបាញ់ឈ្មោះទៅណាគាត់អាចបដូរឬមួយក៏រៀននៅជំនាញបន្ថែមសម្រាប់ខ្លួនគាត់ទើបមិនឲ្យដើរទាស់នៅការវិវត្តរបស់សង្គមចាអាហ្នឹងក៏ខ្ញុំចែករំលែកឡើងហ្នឹងតិចហើយដើម្បីឲ្យយើងមានពេលយូរក្នុងការធ្វើកិច្ចសន្ទនាខ្ញុំក៏មិនអីវែងឆ្ងាយដែរអញ្ចឹងសង្ឃឹមថាអ្វីដែលយើងរំពឹងទុកចេញពីកិច្ចសន្ទនាដែលផ្ដល់ជូនទៅបងប្អូនសិស្សសានុសិស្សហ្នឹងបងប្អូននឹងទទួលបានទៅតាមអ្វីដែលយើងគ្រោងទុកគឺយើងចង់ឲ្យផ្ដល់ឲ្យបងប្អូនដឹងថាតើគោលនយោបាយរបស់រដ្ឋាភិបាលតែបញ្ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធហ្នឹងមានអីគេខ្លះក្នុងការគ្រប់គ្រងឲ្យបងប្អូនជ្រើសរើសយកនៅជំនាញដែលតាក់ទងទៅនឹង digital នេះអញ្ចឹងបងប្អូនត្រូវរៀននៅជំនាញ STEM ហ្នឹងណាអានោះវាជាគោលហើយមួយទៀតដែរយើងមានជាបុគ្គលគំរូឬមួយក៏ជាស្ត្រីគំរូរបស់យើងចាអញ្ចឹងយើងមានសាស្ត្រាចារ្យដែលគាត់នៅកម្រិតឧត្តមសិក្សាម្នាក់យើងអញ្ជើញមកក្នុងនាមជាបុគ្គលគំរូហើយក៏យើងមានសិស្សច្បងយើងដែលគាត់ទៅចប់បាក់ឌុបដែរឥឡូវគាត់រើសជំនាញនៅសាកលវិទ្យាល័យគាត់នឹងចែករំលែកណាហើយយើងមានវាគ្មិនយើង3នាក់ជាស្ត្រីដែលអញ្ជើញមកពីក្រសួង3ផ្សេងគ្នាក្នុងនោះយើងមានក្រសួងអប់រំចាយើងមានក្រសួងប្រៃសណីនិងទូរគមនាគមន៍ហើយនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ចាសតើក្រសួងដែលបញ្ចេញនៅគោលនយោបាយតាក់ទងទៅនឹងរឿង STEM ណាចាអញ្ចឹងថ្ងៃហ្នឹងយើងអាចមានឱកាសដើម្បីសួរគាត់អញ្ចឹងសូមឲ្យក្លាហានដើម្បីសួរគាត់ណាទាំងស្រីទាំងប្រុសហេតុអីបាទយើងតម្រូវឲ្យមានប្រុសខ្ញុំខ្លាចដល់ពេលដាក់លិខិតអញ្ជើញទៅតាមមន្ទីរតាមរយៈមន្ទីរអប់រំរាជធានីហ្នឹងខ្លាចគាត់បញ្ជូនសិស្សស្រីមកដែរចឹងតែសូមឲ្យក្រុមការងារគាត់បញ្ជាក់ថាសូមទាំងប្រុសដែរព្រោះដើម្បីឲ្យស្ត្រីចូលរួមបានលុះត្រាតែមានការគ្រប់គ្រងពីបរិសុទ្ធដូចគ្នាដែរបើមិនជាអត់មានការគ្រប់គ្រងពីគាត់ក៏ស្ត្រីក៏អាចចូលរួមមកក្នុងវិស័យហ្នឹងបានដោយងាយស្រួលដែរចឹងមុននឹងបញ្ចប់ខ្ញុំក៏សូមអរគុណដល់ក្រុមការងាររបស់ក្រសួងកិច្ចការនារីគឺក្រុមការងារជំរុញបរិវត្តកម្ម Digital របស់ក្រសួងដែលបានធ្វើការយ៉ាងសស្រាក់ស្រាមចានៅក្នុងក្រុមតាមពិតពេលវេលាយើងខ្លីប៉ុន្តែយើងអាចគ្រប់គ្រងបាន
ឲ្យកម្មវិធីនេះអាចកើតឡើងបានទៅតាមការគ្រោងទុករបស់យើងចាសូមអរគុណហើយជាចុងបញ្ចប់ក៏សូមជូនពរដល់អាយដាមលោកគ្រូអ្នកគ្រូចាលោកស្រីទាំងអស់ហើយនឹងសិស្សានុសិស្សយើងក្មួយសិស្សយើងទាំងអស់ចាសូមជួបតែសុខភាពល្អនិងទទួលបាននៅពុទ្ធិថ្មីចេញពីកម្មវិធីកិច្ចសន្ទនារបស់យើងចាសូមអរគុណអាយដាមភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពជាបន្តទៅទៀតនេះគឺជាកម្មវិធីកិច្ចពិភាក្សាលើប្រធានបទការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យ Digital នេះខ្ញុំសូមជម្រាបបញ្ជាក់ផងដែរថាកិច្ចពិភាក្សានេះនឹងបែងចែកចេញជា4វគ្គសំខាន់ទី1គឺពិភាក្សាទាក់ទងទៅនឹងបញ្ហាប្រឈមរបស់ស្ត្រីនិងក្មេងស្រីក្នុងការទទួលបានការអប់រំ STEM និងបញ្ហាប្រឈមរបស់ស្ត្រីនិងក្មេងស្រីអំពីការចូលរួមក្នុងវិស័យ Digital ទី2តើមានក្របខ័ណ្ឌគោលនយោបាយផែនការយុទ្ធសាស្ត្រនិងវិធានការគន្លឹះអ្វីខ្លះក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យ Digital ទី3សំណួរចម្លើយនិងទី4សារគន្លឹះពាក់ព័ន្ធទៅនឹងការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យ Digital អាដាមលោកស្រីនិងអង្គពិធីជាទីគោរពកិច្ចសន្ទនាស្តីពីការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងវិស័យ Digital មានគោលបំណងផ្សព្វផ្សាយពីគោលនយោបាយគាំទ្រនានាចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់វាគ្មិនកិត្តិយសដែលអញ្ជើញមកពីស្ថាប័នរដ្ឋវិស័យឯកជនព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធជាមួយនឹងការចូលរួមនិងការលើកកម្ពស់ឋានៈតួនាទីរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា Digital នៅក្នុងនេះដែរនាងខ្ញុំសូមអនុញ្ញាតឲ្យវាគ្មិនកិត្តិយសទាំង5រូបជួយណែនាំខ្លួនជូនទៅដល់អង្គវេទិកាសិនចា៎សូមគោរពអញ្ជើញចាសសូមជម្រាបសួរនាងខ្ញុំឈ្មោះសេងម៉ូលីកានាងខ្ញុំគឺជាអគ្គនាយិការរងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍រៀងវែងតិចហើយនាងខ្ញុំក៏ជាអនុប្រធានប្រចាំការនៅអង្គភាពអភិវឌ្ឍកម្ម Digital របស់ក្រសួងផងដែរចា៎នាងខ្ញុំសូមគោរពជំរាបសួរអាដាមគណៈបតីជំរាបសួរដល់ទស្សនិកជនបងប្អូនសិស្សានុសិស្សដែលមានវត្តមានទីនេះហើយនឹងវាគ្មិនកិត្តិយសនាងខ្ញុំសូមាលីជាប្រធានវិទ្យាស្ថានអភិបាលកិច្ច Digital ដែលផ្ដោតទៅលើកិច្ចការងារបដិបដាលជូនមន្ត្រីរាជការក៏ដូចជាប្រឹក្សាយោបល់និងការរៀបចំគោលនយោបាយ Digital នៅក្នុងវិស័យ Digital នៃក្រសួងប្រៃសណីនៃទូតគមនាគមន៍ចា៎សូមអរគុណចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរអាយដាមគណៈអធិបតីក៏ដូចជាលោកជំទាវលោកស្រីនាងកញ្ញាបងប្អូននិស្សិតដែលមានវត្តមាននៅក្នុងកិច្ចសន្ទនានាព្រឹកនេះចានាងខ្ញុំឈ្មោះសៀងលីនដាបច្ចុប្បន្នជាអនុប្រធានការិយាល័យសិក្សានិងស្រាវជ្រាវគោលនយោបាយនៃនាយកដ្ឋានគោលនយោបាយក្រសួងអប់រំយុវជននិងកីឡាហើយក៏មានតួនាទីជាសមាជិកនៃលេខាធិការដ្ឋានសមាជិក Gender នៅក្នុងក្រសួងអប់រំយុវជននិងកីឡាផងដែរចាសសូមអរគុណខ្ញុំឈ្មោះសុភាសប្តាហ៍ថ្ងៃជាព្រឹទ្ធបរិះនៃមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យខេមតិចប្រហែលជាខ្ញុំអាចចង់ណែនាំខ្លួនរៀងវែងបន្តិចដែរតាក់ទងនឹងការសិក្សាក៏ដូចជាការប្រឡូកក្នុងវិស័យបច្ចេកវិទ្យារបស់ខ្ញុំអញ្ចឹងកម្មពិតទៅខ្ញុំចាប់ផ្ដើមរៀនឬក៏ប្រឡូកជាសិស្សនៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងតាំងពីឆ្នាំ2003អញ្ចឹងបើគិតមកដល់ឥឡូវវាខ្ទង់22ឆ្នាំអញ្ចឹងខ្ញុំរៀននៅស្រុកខ្មែរទេពីដំបូងឡើយផ្នែកវិស្វកម្ម software ហើយបន្ទាប់មកក៏បានរៀនបន្តផ្នែក master ហើយនឹងបណ្ឌិតផ្នែកបញ្ញាសិប្បនិម្មិតឬហៅថា AI ហ្នឹងនៅស្រុកបារាំងក្រោយមកក៏ខ្ញុំបានធ្វើការនៅស្រុកបារាំងជាអ្នកស្រាវជ្រាវហើយនឹងគ្រូបរិញ្ញាបត្ររយៈពេល2ឆ្នាំបន្ទាប់ពីការរៀននៅឆ្នាំ2015ខ្ញុំបានមកធ្វើការនៅប្រទេសម៉ាឡេស៊ីជាវិស្វករស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិតហ្នឹងនៅវិទ្យាស្ថានស្រាវជ្រាវជាតិនៃប្រទេសម៉ាឡេស៊ីហើយក៏បានធ្វើជាគ្រូបរិញ្ញាបត្រនៅមហាវិទ្យាល័យមួយនៅប្រទេសម៉ាឡេស៊ីដែរហើយខ្ញុំមកស្រុកខ្មែរវិញកម្មពិតទៅឆ្នាំ2020ក៏បានប្រឡូកក្នុងការងារផ្នែកបច្ចេកវិទ្យានៅស្រុកខ្មែរហើយរហូតមកដល់ឥឡូវនេះគឺជាព្រឹទ្ធបរិះហើយក៏ជាគ្រូបរិញ្ញាបត្រនៅមហាវិទ្យាល័យចា៎សូមអរគុណ
ដំបូងសូមគោរពជំរាបសួរឯកឧត្តមគណៈអធិបតីលោកជំទាវហើយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅទីនេះទាំងអស់គ្នានាងខ្ញុំឈ្មោះកែមីហួងសប្តាហ៍ថ្ងៃខ្ញុំជាសហស្ថាបនិកនៃគម្រោង Ladies in Tech ឬក៏យើងនិយាយជាភាសាខ្មែរថាស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាដែលយើងធ្វើជាវគ្គសិក្សាតាមប្រព័ន្ធអនឡាញទៅដល់កុមារីនៅតាមទីជនបទឲ្យគាត់យល់ដឹងពីបច្ចេកវិទ្យានៅជុំវិញខ្លួនគាត់ហើយខ្ញុំក៏ជាសិស្សសិក្សាផ្នែកវិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិតឬក៏គេហៅថា Data Science and AI Engineering នៅសាកលវិទ្យាល័យ Camtech ដែរហើយភាគច្រើនហ្នឹងគេស្គាល់ខ្ញុំថាជាក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យាក៏ដូចជាវិស័យ STEM ដោយសារតែខ្ញុំប្រឡូកក្នុងវិស័យហ្នឹងតាំងពីខ្ញុំរៀនថ្នាក់ទី9ពេលដែលខ្ញុំអាយុ15ឆ្នាំរហូតមកដល់ឥឡូវអញ្ចឹងសង្ឃឹមថាថ្ងៃនេះខ្ញុំអាចចែកម្លែកពីបទពិសោធន៍ខ្លះៗនៅក្នុង journey នៅក្នុងវិស័យបច្ចេកវិទ្យាមួយហ្នឹងអរគុណសូមអរគុណវាគ្មិនកិត្តិយសទាំង5រូបសម្រាប់ការណែនាំខ្លួនក៏ដូចជាប្រវត្តិនៃការសិក្សាពាក់ព័ន្ធជាមួយនឹងវិស័យ STEM ចា៎ឯកឧត្តមអង្គវេទិកាជាទីគោរពនៅកម្ពុជាការកសាងមូលដ្ឋានឆ្ពោះទៅសម្រាប់បាននៃចក្ខុវិស័យរយៈពេលវែងរបស់ខ្លួននិងស្របតាមនិន្នាការសកលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា Digital រដ្ឋាភិបាលយើងបានដាក់ចេញនូវគោលនយោបាយធំៗចំនួន2ទី1គឺគោលនយោបាយក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital 2021ដល់2035ទី2គឺគោលនយោបាយរដ្ឋាភិបាល2022ដល់2035អញ្ចឹងគោលនយោបាយធំៗទាំងពីរនេះគឺជាផែនទីបង្ហាញផ្លូវមួយដែលប្រាប់ថាកម្ពុជាអាចឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យរយៈពេលវែងរបស់ខ្លួននៅក្នុងឆ្នាំ2050ទន្ទឹមនឹងនេះរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដោយកំណត់យកអត្ថប្រយោជន៍គន្លឹះចំនួន5មានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាហើយរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា Digital នេះគឺជាកត្តាលីករថ្មីមួយក្នុងការជំរុញនិងពន្លឿនបាននៅផលិតភាពសេដ្ឋកិច្ចនិងសង្គមរបស់យើងក្នុងន័យនេះយើងអាចមើលឃើញថានៅពេលដែលស្ត្រីនិងក្មេងស្រីដែលមានចំនួនជាង 50% នៅក្នុងប្រទេសកម្ពុជាយើងបើសិនជាគាត់មានសមត្ថភាព Digital គាត់នឹងអាចចូលរួមកាន់តែសកម្មនិងមានសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ចនិងសង្គម Digital ដែលជាចក្ខុវិស័យរបស់រដ្ឋាភិបាលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងមើលឃើញថាចំនួនស្ត្រីនិងក្មេងស្រីដែលគាត់ចូលរួមនៅក្នុងផ្នែកនេះនៅមានតិចតួចនៅឡើយបើយើងធៀបជាមួយនឹងតម្រូវការទីផ្សារក៏ដូចជានិន្នាការរបស់សង្គមនាពេលបច្ចុប្បន្នហើយនេះដើម្បីស្វែងយល់ពីឫសគល់នៃបញ្ហាក៏ដូចជាឧបសគ្គដែលរារាំងមិនឲ្យស្ត្រីនិងក្មេងស្រីគាត់ចូលរួមនៅក្នុងការក្រេបយកជំនាញ STEM ឬក៏វិស័យ Digital នេះខ្ញុំសូមអនុញ្ញាតសួរសំណួរទី1ទៅកាន់វាគ្មិនកិត្តិយសទាំង5របស់យើងថាតើលោកស្រីឬក៏កញ្ញាមើលឃើញថាអ្វីខ្លះជាបញ្ហាប្រឈមទាក់ទងនឹងការសិក្សានិងការចូលរួមរបស់ស្ត្រីនៅក្នុងជំនាញ STEM ខ្ញុំសូមអនុញ្ញាតជូនទៅលោកស្រីមូលីកាមុនចា៎ចំពោះនាងខ្ញុំឯងនៅក្នុងក្រសួងឧស្សាហកម្មជាសាស្ត្រជានវត្តរាល់ការស្រាវជ្រាវអត់ទាន់បានស៊ីជម្រៅទេអញ្ចឹងបញ្ហាអីខ្លះអញ្ចឹងខ្ញុំសូមលើកពីបទពិសោធន៍ខ្លួនឯងវិញព្រោះអីខ្លួនឯងហ្នឹងធ្លាប់ជាក្មេងស្រីធ្លាប់រើសមុខវិជ្ជា STEM ហើយធ្លាប់ប្រឡូកបើចំពោះនាងខ្ញុំជុំវិញនាងខ្ញុំឃើញថាការចាប់យកជំនាញដំបូងដូចយើងអត់ទាន់យល់ច្បាស់ដោយលោកជំទាវរដ្ឋលេខាធិការគ្រីណាលីលើកអញ្ចឹងអត់សូវច្បាស់ថាត្រូវរើសអីប៉ុន្តែគ្រាន់ថាពេលដែលខ្ញុំនៅរៀននោះដឹងខ្លួនថាចូលចិត្តគ្រឿងឧបករណ៍អញ្ចឹងវាទៅខាងវិស្វកម្មហ្នឹងឯងគាត់អត់ដឹងថាវិស្វកម្មអីទេគាត់អត់សូវយល់បានចូលរៀនទៅថាជាសំណាងចោះពួកអីរើសត្រូវជំនាញដែលខ្លួនឯងចូលចិត្តបន្តមកទៀតខ្ញុំសូមឆ្លងថាពេលដែលចូលរៀនហ្នឹងឃើញចំនួនសិស្សស្រីមានចំនួនតិចខ្ញុំរៀនខាងព័ត៌មានវិទ្យាហើយតិចអញ្ចឹងហើយពេលដែលប្រឡូកចូលធ្វើការបញ្ហាសំខាន់ដែលខ្ញុំឃើញហ្នឹងគឺពេលដែលគាត់មានគ្រួសារមានកូនចាប់ដើមគាត់ឈប់ធ្វើការគាត់ជ្រើសរើសថាគាត់ត្រូវនៅផ្ទះមើលគ្រួសារអញ្ចឹងតំណឹងដែលខ្ញុំឃើញថាបញ្ហារាល់ថ្ងៃហ្នឹងគឺខ្វះអ្នកមើលថែគ្រួសារហើយបើយើងប្រៀបធៀបទៅ
នៅប្រទេសអភិវឌ្ឍន៍គេមានប្រព័ន្ធជាមណ្ឌលមើលថែកុមារតូចជំនួសមាតាបិតាអញ្ចឹងយើងក្នុងនាមជាស្ត្រីយើងអាចមានឱកាសច្រើនក្នុងការប្រឡូកចូលការងារសង្គមទៅលើការងារជាពិសេសការងារដែលយើងកំពុងធ្វើឧបមាថា STEM ឬក៏ការងារអីក៏ដោយគឺវាអាចជួយលើកកម្ពស់ស្ត្រីឲ្យរក្សានៅការងាររបស់គាត់បាន ចាអរគុណច្រើនអ្នកគ្រូចំពោះការចែករំលែកអញ្ចឹងសម្រាប់ជាទស្សនៈផ្ទាល់របស់អ្នកគ្រូវិញមានន័យថាពីដំបូងឡើយការចាប់យកដោយមិនទាន់បានស្វែងយល់ស៊ីជម្រៅពីអត្ថប្រយោជន៍របស់ជំនាញនេះក៏ដូចជាមើលឃើញនៅផលវិបាកមួយចំនួនសម្រាប់ស្ត្រីជាទូទៅពេលដែលគាត់មានគ្រួសារមានកូនហើយគាត់ត្រូវដកឃ្លាមួយរយៈសិនចាអញ្ចឹងខ្ញុំចង់ស្ដាប់ពីអ្នកគ្រូស្មាលីម្ដងព្រោះអ្នកគ្រូគាត់មានបទពិសោធន៍ច្រើនមិនថាក្នុងប្រទេសក្រៅប្រទេសហើយក៏ជាម្ដាយរបស់កូនដែរអញ្ចឹងតើអ្នកគ្រូមើលឃើញថាអីដែលជាឫសគល់នៃបញ្ហាដែលធ្វើឲ្យស្ត្រីនិងក្មេងស្រីយើងគាត់រៀងពិបាកចូលរួមនៅក្នុងវិស័យនេះចាសូមជឿអ្នកគ្រូចាសម្រាប់នាងខ្ញុំតាមការស្រាវជ្រាវខ្លះនិងតាមការប្រឡូកជាក់ស្ដែងនាងខ្ញុំយល់ឃើញថាកត្តាទី1គឺគេហៅបុរាណនិយមចាបុរាណនិយមហ្នឹងជាបញ្ហាចម្បងមួយដែលភាគច្រើនគេចាត់ទុកថាមុខវិជ្ជា STEM study ហ្នឹងគឺមិនមែនសម្រាប់ស្ត្រីទេស្ត្រីគួរតែសិក្សាមុខជំនាញដែលមានលក្ខណៈរៀងទន់ភ្លន់ជាងហ្នឹងណាដូចជាគណនេយ្យធនាគារគ្រប់គ្រងហិរញ្ញវត្ថុអីផ្សេងចាហើយណាមួយទៀតយើងអាចលើកឧទាហរណ៍ទៅទីជនបទដាច់ស្រយាលតាមខេត្តអីផ្សេងទូទៅគាត់មានគំរូមានន័យថានៅក្នុងតំបន់របស់គាត់ហ្នឹងឧទាហរណ៍ថាមានស្ត្រីឬក៏សិស្សច្បងដែលគាត់ចប់ពីវិទ្យាល័យហើយឡើងមករៀននៅភ្នំពេញហ្នឹងគាត់រៀនជំនាញអីចាអញ្ចឹងមកនៅនោះពេញនិយមដើម្បីជាជំនាញដែលគាត់ឃើញជាប្រចាំហ្នឹងនៅតាមតំបន់របស់គាត់ហ្នឹងមានធនាគារជាគ្រូបង្រៀនជាអីផ្សេងហ្នឹងឬក៏នៅក្នុងតំបន់របស់គាត់ហ្នឹងមានអ្នកឡើងមករៀននៅភ្នំពេញសួររៀននៅសាកលវិទ្យាល័យអីជំនាញអីឪពុកម្ដាយហ្នឹងសួរគេហើយចង់បញ្ជូនកូនមកដែររៀនតែដូចគេចាឬក៏បើមិត្តភ័ក្តិវិញគាត់ឡើងមករៀននៅភ្នំពេញគាត់សួរថាចង់ទៅរៀននៅណារៀននៅកន្លែងណារៀនជំនាញអីគាត់តាមទៅរៀនជាមួយគ្នាខ្លាច់បែកគ្នាហ្នឹងដែលយើងឃើញទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសង្គមរបស់យើងបច្ចុប្បន្នគឺអញ្ចឹងមានន័យថា STEM គឺជាមុខវិជ្ជាមិនសូវទន់ភ្លន់ទេបើគាត់ងាកមកយកខាងហ្នឹងរៀងអាចនឹងប្រឈមទី2គាត់កង្វះនៅបទពិសោធន៍ដែលប្រឡូកផ្ទាល់អញ្ចឹងមានន័យថានៅតាមសាលារៀនមួយចំនួនធំនៅប្រទេសកម្ពុជារបស់យើងជាពិសេសនៅតាមខេត្តគឺខ្វះនៅលទ្ធពិសោធន៍នៅក្នុងការសិក្សាអញ្ចឹងគាត់អត់សូវស្រៀលអត់សូវរំភើបជាមួយនឹងថាតើស្អីគេទៅ digital ស្អីគេទៅថា STEM study ដែលអាចថាចាប់យកជំនាញផ្សេងហ្នឹងវាមានរូបរាងបែបណាមានន័យថាគាត់អត់សូវបានចូលទៅពិសោធន៍នៅក្នុង lab ចូលទៅអីទៅគាត់អត់សូវដឹងទេអញ្ចឹងបានជានៅក្នុងការគិតគូរយើងត្រូវគិតគូរថាតើក្រៅពីរៀបចំគោលនយោបាយតើ lab អីផ្សេងខ្លះត្រូវតែបញ្ចូលទៅក្នុងហ្នឹងនឹងការសិក្សាដើម្បីឲ្យតាក់ទាញចំណាប់អារម្មណ៍គាត់កាន់តែច្រើនជាងមុនកត្តាទី3គឺកង្វះនៃគំរូមានន័យថាមានស្ត្រីដូចអ្នកគ្រូអញ្ចឹងដូចប្អូនស្រីអញ្ចឹងដូចអ្នកគ្រូគាត់ជាអ្នកដែលប្រឡូកនៅក្នុងវិស័យហ្នឹងប៉ុន្តែយើងអត់សូវមានកម្មវិធីផ្សព្វផ្សាយបង្ហាញអំពីភាពជោគជ័យតើគាត់រៀនទៅគាត់អាចខ្លាចទៅជាអ្វីនៅថ្ងៃក្រោយអញ្ចឹងខ្វះភាពគំរូនឹងខ្វះការផ្សព្វផ្សាយមិនសូវទូលំទូលាយបើយើងនិយាយថាយើងគ្រប់គ្នារាល់ថ្ងៃគឺ active នៅលើប្រព័ន្ធបណ្ដាញសង្គម Facebook ខ្ញុំជឿជាក់ថាបងប្អូននៅទីនេះគ្រប់គ្នាសុទ្ធតែមាន account Facebook គ្រប់គ្នាអត់មានអ្នកណាគេអត់ទេចាហើយភាគច្រើនដល់ពេលយើងមើលទៅយើងយកវេទិកាហ្នឹងជាវេទិកាសម្រាប់ការកំសាន្តច្រើនជាងចាច្រើនជាងការចែករំលែកចំណេះដឹងឬក៏ទទួលបានហើយក៏ខ្វះស្ថាប័នដែលជួយគ្រប់គ្រងផ្សព្វផ្សាយអំពីភាពជាស្ត្រីគំរូនៅក្នុង digital នេះ
អញ្ចឹងអានេះគឺជាបញ្ហាមួយដែរហើយឪពុកម្ដាយគាត់មិនសូវបានឃើញជាគំរូផ្សេងអញ្ចឹងគាត់មិនសូវលើកទឹកចិត្តឲ្យកូនងាកមកយកជំនាញហ្នឹងទេដូចខ្ញុំអញ្ចឹងកាលខ្ញុំនៅរៀនវិទ្យាល័យខ្ញុំក៏អត់សូវដឹងថារៀន IT រៀន digital នេះអាចទៅធ្វើអីគេបានខ្លះហើយខ្ញុំគិតថាអូមុខវិជ្ជានឹងលំបាកណាសម្រាប់ខ្ញុំប្រហែលជាខ្ញុំមិនអាចរៀនបានទេតើតែប្រុសទៅគេបការៀនអញ្ចឹងពេលខ្ញុំងាកមករកយកជំនាញខ្ញុំរៀនជំនាញច្បាប់តែពេលដែលខ្ញុំរៀនច្បាប់ចាប់បញ្ញាហើយចាប់អនុបណ្ឌិតមួយហើយខ្ញុំចង់តទៀតខ្ញុំគិតថាខ្ញុំត្រូវច្បាប់ដែរប៉ុន្តែត្រូវតែងាកទៅ direction ផ្សេងយើងមិនអាច stick ទៅលើនឹងបានទេអញ្ចឹងទើបខ្ញុំងាកមកយកច្បាប់បច្ចេកវិទ្យាអញ្ចឹងអ្នកគ្រូបងអូនបងគាត់ជាអ្នកជំនាញបច្ចេកវិទ្យាខ្ញុំជាអ្នកច្បាប់ដែលស្ដីច្បាប់គោលនយោបាយគ្រប់គ្រងខាងបច្ចេកវិទ្យាវិញចាអញ្ចឹងម្យ៉ាងម្នាក់កុំឲ្យថាយើងអត់តន់សម័យយើងចង់ងាកទៅរៀន IT រៀន AI រៀនអីទៀតឥឡូវដូចរៀងចង់ ធូលីទៅអញ្ចឹងទៅ upgrade ទៅមក level ទៀតអញ្ចឹងទៅចាសូមអរគុណអ្នកគ្រូស្មាលីដែលបានចែករំលែកនៅឬក៏នៃបញ្ហាមួយចំនួនខ្ញុំជឿថាលោកស្រីបងប្អូនដែលនៅក្នុងវេទិកានេះបានស្ដាប់ពីចំណុចគន្លឹះពាក់ព័ន្ធជាមួយនឹងឧបសគ្គហើយខ្ញុំចង់ស្ដាប់ពីខាងអ្នកគ្រូលីនដាដែលគាត់អញ្ជើញមកពីក្រសួងអប់រំវិញម្ដងតើអ្នកគ្រូមើលឃើញទស្សនវិជ្ជាអីផ្សេងទៀតក្រៅពីអ្នកគ្រូមូលិកាហើយនិងអ្នកគ្រូស្មាលីទេចាសូមជឿចាសូមអរគុណបងសម្រាប់សម្រួលសាជាថ្មីម្ដងទៀតសូមគោរពអាយដាមក៏ដូចជាលោកស្រីដែលមានវត្តមាននៅទីនេះម្ដងទៀតចាក៏ប៉ុន្តែវាមិនខុសគ្នាពីអ្នកគ្រូស្មាលីទេដែលបានលើកឡើងតទៅមួយនឹងបញ្ហាប្រឈមផ្សេងដែលរារាំងមិនឲ្យក្មេងស្រីក៏ដូចជាសិស្សស្រីរបស់យើងចូលទៅក្នុងជំនាញយើងហៅថា STEM នេះចាក៏ប៉ុន្តែមានបញ្ហាមួយចំណុចទៅពីរចំណុចទៀតដែលខ្ញុំចង់លើកឡើងបន្ថែមទៅលើអ្នកគ្រូស្មាលីដែរគឺទី1ពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារខ្ញុំនៅក្នុងក្រសួងអប់រំអញ្ចឹងខ្ញុំចុះច្រើនទៅដល់គោលដៅទៅដល់សាលាតែម្ដងអញ្ចឹងយើងឃើញពីស្ថានភាពជាក់ស្ដែងហើយមួយវិញទៀតនោះគឺដោយសារខ្ញុំនៅការិយាល័យស្រាវជ្រាវស្រាប់អញ្ចឹងខ្ញុំអាចនិយាយបានថាខ្ញុំដឹងរឿងច្រើនដោយសារខ្ញុំទៅចុះជួបផ្ទាល់ជាមួយអាណាព្យាបាលខ្ញុំចុះទៅជួបផ្ទាល់ជាមួយនឹងសិស្សចាលោកគ្រូអ្នកគ្រូដែលបង្រៀនផ្ទាល់ហើយអ្វីដែលពិសេសជួបជាមួយនឹងគណៈគ្រប់គ្រងសាលាតែម្ដងអញ្ចឹងបញ្ហាសេដ្ឋកិច្ចគ្រួសារនេះគឺយើងមិនអាចបដិសេធបានថាវាមិនមែនជាបញ្ហាប្រឈមទេហើយវាជាបញ្ហាប្រឈមសំខាន់ទៀតចាអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងមិនបញ្យល់បកស្រាយថាហេតុអីបានបញ្ហាសេដ្ឋកិច្ចគ្រួសារហ្នឹងជាបញ្ហាប្រឈមទេព្រោះលោកស្រីដឹងស្រាប់ហើយតែកាលណាគ្រួសាររបស់យើងមានជីវភាពមិនសូវធូរធារអញ្ចឹងការជំរុញកូនការទិញសម្ភារៈប្រើប្រាស់ការសិក្សាដែលជំរុញដល់ការសិក្សាវិស័យ STEM នេះក៏យើងមិនបានល្អប្រសើរបើប្រៀបធៀបជាមួយនឹងគ្រួសារដែលគាត់មានជីវភាពធូរធារដែរចំណែកឯបញ្ហាប្រឈមទី2ដែលខ្ញុំចង់លើកឡើងនៅទីនេះដែរនោះគឺតាក់ទងជាមួយនឹងការលើកទឹកចិត្តក៏ដូចជាយើងហៅថាភាសាអង់គ្លេសយើងប្រើពាក្យថា self encouragement ណាចាអញ្ចឹងការលើកទឹកចិត្តការយល់ឃើញផ្ទាល់ខ្លួនអញ្ចឹងក្មេងស្រីមួយចំនួននៅតាមជនបទគាត់នៅតែមានអារម្មណ៍ថាខ្លួនគាត់មិនអាចឈានចូលទៅក្នុងការចាប់យកជំនាញ STEM នេះបានល្អប្រសើរបើប្រៀបធៀបជាមួយនឹងអ្នកដែលនៅទីក្រុងឬក៏ប្រជុំជនបាននេះជាបញ្ហាសំខាន់សម្រាប់ក្មេងស្រីរបស់យើងចានឹងចំណុចមួយទៀតនោះគឺតកតងជាមួយនឹងការឬក៏យើងហៅថាកង្វះខាតនៃការប្រឹក្សាអាជីពប៉ុន្តែកន្លែងទៅនេះខ្ញុំជឿថាទៅមុខតិចទៀតវាអាចនឹងលែងជាបញ្ហាដោយសារតែក្រសួងអប់រំនាពេលបច្ចុប្បន្ននេះយើងក៏កំពុងតែធ្វើការផ្សព្វផ្សាយយើងមានគ្រូបង្រៀនយើងដាក់នៅក្នុងកម្មវិធីសិក្សាដើម្បីជួយពួកគាត់ផ្សព្វផ្សាយតម្រង់ទិសពួកគាត់ថាតើនៅពេលដែលពួកគាត់រៀនចប់ទី12ឬក៏ដល់ថ្នាក់ទី11ត្រៀមនឹងចូលទី12បន្ទាប់ពីបញ្ចប់ប្រឡងបាក់ឌុបទៅហ្នឹងតើគាត់នឹងត្រូវចាប់យកជំនាញអីដែលស្របជាមួយនឹងឧបនិស្ស័យផ្ទាល់ខ្លួនរបស់គាត់ផងស្របជាមួយនឹងចំណេះជំនាញដែលគាត់មានផងចានេះជាអ្វីដែលក្រសួងអប់រំកំពុងតែធ្វើចាក៏ប៉ុន្តែបច្ចុប្បន្នឃើញថាវានៅតែមានការប្រឈមដដែលពាក់ព័ន្ធជាមួយនឹងការប្រឹក្សាណែនាំផ្លូវថាតើពួកគាត់អាចនឹងទៅ
ខាងផ្លូវណានៅក្នុងការចាប់យកជំនាញនេះដែរចាហើយភ្ជាប់ជាមួយគ្នានេះដែរតកតងជាមួយនឹងការផ្សព្វផ្សាយផងដែរឃើញថាបើទោះបីជាយើងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាក៏ដោយក៏ប៉ុន្តែយើងសង្កេតឃើញថានៅតាមទីជនបទតំបន់ដាច់ស្រយាលវានៅតែជាបញ្ហាប្រឈមមួយនៅក្នុងការទទួលបានព័ត៌មានទាំងអស់នោះពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សេវាអ៊ីនធឺណិតជាដើមចាអញ្ចឹងការទទួលបានព័ត៌មានទាំងអស់នោះវានៅតែជាចំណុចបញ្ហាប្រឈមមួយដែលយើងឬក៏យើងហៅថាគួរឲ្យកត់សម្គាល់ចាយើងត្រូវធ្វើការចាត់វិធានការដើម្បីដោះស្រាយបញ្ហាទាំងអស់នោះដែរចាអញ្ចឹងសូមអរគុណខ្ញុំមានប៉ុណ្ណឹងសិនសូមការចូលរួមចាអរគុណចាអរគុណអ្នកគ្រូលីនដាអ្នកគ្រូផ្ដោតទៅលើចំណុច3ធំពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចគ្រួសារការលើកទឹកចិត្តខ្លួនឯងក៏ដូចជាកង្វះខាតនៃការប្រឹក្សាអាជីពហើយនឹងការផ្សព្វផ្សាយព័ត៌មានចាខ្ញុំចាប់អារម្មណ៍ចំណុចមួយតាក់ទងជាមួយនឹងការលើកទឹកចិត្តខ្លួនឯងឬអ្នកគ្រូហៅ self encouragement មិញកន្លែងហ្នឹងចង់ឲ្យមិញហួងចែករំលែកបន្តិចព្រោះអាចថាមិញហួងដោយលោកជំទាវគាត់មានប្រសាសន៍ពីខាងដើមអញ្ចឹងហើយជាសិស្សច្បងរបស់បងប្អូនទាំងអស់គ្នាហើយជាក្មេងស្រីគំរូម្នាក់ដែលគាត់មានភាពលេចធ្លោហើយនឹងជោគជ័យនៅក្នុងមុខវិជ្ជា STEM ក៏ដូចជាវិស័យ digital នេះអញ្ចឹងខ្ញុំជឿថាឧបសគ្គទាំងឡាយដែលវាគ្មិនកិត្តិយសទាំង3យើងគាត់រៀបរាប់មិញហួងក៏ឆ្លងកាត់ដែរប៉ុន្តែខ្ញុំចង់ឲ្យមិញហួងបដោតទៅលើរឿងការលើកទឹកចិត្តខ្លួនឯងធ្វើម៉េចបានតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះមិញហួងអាចคลายទៅជាវាគ្មិនមួយដែលអង្គុយនៅលើវេទិកាហើយចែកឲ្យបងប្អូនចា៎សូមជឿអរគុណច្រើនបងសម្រាប់សំណួរចឹងតកតងជាមួយនៅសំណួរនេះផងដែរខ្ញុំចង់ចែកម្លែកដែរដោយសារតែនៅពេលដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យនឹងដំបូងក៏ជួបមួយបញ្ហាមួយនឹងតកតងមួយ self doubt ឬក៏និយាយថាសង្ស័យខ្លួនឯងណាដោយសារតែខ្ញុំធំធាត់មកនៅក្នុងស្រុកភូមិខ្ញុំនឹងអត់ដែលមានអ្នកគេចូលរួមក្នុងវិស័យនឹងអត់មានបងស្រីណាដែលគាត់រៀនផ្នែក IT ឬក៏ computer ឯងអញ្ចឹងខ្ញុំសួរខ្លួនឯងថាតើវិស័យហ្នឹងវាសម្រាប់ក្មេងស្រីអត់តើខ្ញុំពិតជាអាចចូលរួមក្នុងវិស័យហ្នឹងអាចធ្វើរឿងទាំងអស់ហ្នឹងបានអត់គួបផ្សំជាមួយនឹងសហគមន៍ខ្ញុំពេលហ្នឹងពេលដែលខ្ញុំចូលរួមកម្មវិធីប្រកួតដំបូងហ្នឹងគាត់ question ហ្មងគាត់ប្រាប់ខ្ញុំថាដោយសារតែយើងនៅខេត្តយើងនៅជនបទអញ្ចឹងហើយយើងក្មេងស្រីអញ្ចឹងប្រកាសតែ 100% គឺយើងដឹងតែធ្វើរឿងហ្នឹងអត់កើតទេយើងអត់អាចប្រកួតជាមួយនឹងក្មេងផ្សេងទៀតដែលគាត់នៅបំពេញអីអញ្ចឹងណាអញ្ចឹងទៅខ្ញុំទទួលបានឧបសគ្គទាំងអស់ហ្នឹងហើយគូផ្សំជាមួយកង្វះធនធានទៀតពេលហ្នឹងធម្មតាយើងនៅខេត្តយើងអត់សូវមានបច្ចេកវិទ្យាអីទំនើបណាទេដល់ពេលអញ្ចឹងរៀនបច្ចេកវិទ្យាហ្នឹងត្រូវការរៀនតាមទូរស័ព្ទ YouTube អីចឹងទៅហើយអីដែលសំខាន់ហ្នឹងគឺឯកសារភាគច្រើនជាភាសាអង់គ្លេសហើយពួកខ្ញុំអត់សូវចេះភាសាអង់គ្លេសទេពេលហ្នឹងឬវាថាយើងចេះតែទៅរៀនយើងចេះតែអានអីអញ្ចឹងប៉ុន្តែយើងអត់ចេះនិយាយយើងស្ដាប់គេអត់បានអញ្ចឹងវាជាឧបសគ្គមួយធំខ្លាំងមែនតើហើយបើយើងនិយាយពីគ្រូពី mentor គ្រូបង្វឹកអីគឺអត់មានហ្មងដោយសារនៅនោះគេរៀនតែ computer ដែរប៉ុន្តែរៀន Excel រៀន Word អីអញ្ចឹងដល់ពេលយើងទៅរៀន coding អីអាហ្នឹងវាជាបញ្ហាថ្មីហើយវាជារឿងថ្មីដែលគេអត់ដែលមានពីមុនមកទេចឹងខ្ញុំត្រូវការខំប្រឹងខ្លាំងមែនតើពេលហ្នឹងអីដែលខ្ញុំលើកទឹកចិត្តខ្លួនឯងហ្នឹងគឺខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំចង់ឃើញខ្លួនឯងផ្លាស់ប្ដូរដោយសារតែខ្ញុំពីតូចមកខ្ញុំមានក្តីសម័យខ្ញុំធំធាត់មកខ្ញុំថាខ្ញុំចង់ទៅស្រុកក្រៅខ្ញុំចង់ក្លាយទៅជាអ្នកផ្លាស់ប្ដូរសង្គមមួយខ្ញុំចង់ក្លាយជា businessman អ្នកអាជីវកម្មចឹងទៅប៉ុន្តែរៀនតាំងពីទី1ដល់ទី9ហ្នឹងអត់មានផ្លែកអីសោះរៀនធ្វើម៉េចឲ្យទៅបានលេខ1ទៅសាលាមកផ្ទះធ្វើកិច្ចការផ្ទះហ่ะប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងអត់មានឃើញផ្លែកគោលបំណងក្តីសម័យហ្នឹងក៏អត់មានឃើញលេចចេញជារូបរាងអីដែរអញ្ចឹងក៏ខ្ញុំសួរខ្លួនឯងថាចុះបើសិនជាខ្ញុំធ្វើអីថ្មីហ៊ានសាកអីមួយដែលថ្មីទៀតហើយពេលហ្នឹងគេមានកម្មវិធី Technovation ក៏ខ្ញុំឲ្យឱកាសខ្លួនឯងហ្នឹងទៅចូលរួមមួយកម្មវិធីហ្នឹងទោះបីជាដឹងថាខ្លួនឯងអត់ចេះវាយកុំព្យូទ័រប៉ុន្តែគេឲ្យទៅបង្កើតកម្មវិធីទូរស័ព្ទដែរក៏ទៅដែរដោយសារគិតថាចេះចង់រៀនអីថ្មីហើយពេលហ្នឹងមែនពួកខ្ញុំរៀនតាម YouTube សុកចិត្តវាយជាភាសាខ្មែររបៀបសរសេរកូដអីចឹងទៅទោះបីជាយើងអត់ចេះអីយើងមើលបន្តិចម្ដងហើយយើងស្វែងទៅសួរគ្រូសួរ mentor ដែលគេផ្ដល់ឲ្យនឹងច្រើនខ្លះមែនតើអញ្ចឹងរៀនតាំងព្រឹកដល់យប់ហើយធ្វើការងារជាក្រុមធ្វើម៉េចដោយសារតែចិត្តខ្លួនឯងហ្នឹងចង់ឈ្នះចង់ឃើញអីដែលថ្មីហើយជាពិសេសហ្នឹងក៏ចង់បង្ហាញទៅកាន់សិស្សានុសិស្សដទៃទៀតក៏ដូចជាអ្នកស្រុកអ្នកភូមិគាត់ចង់ប្រាប់គាត់ថាទោះបីជាយើងនៅខេត្តយើងនៅជនបទក៏យើងអាចប្រឡូកក្នុងវិស័យហ្នឹងក៏អាចយើងធ្វើរឿងទាំងអស់ហ្នឹងបានដែរអញ្ចឹងពីខ្ញុំទៅវិញខ្ញុំចំណាយពេលរហូតដល់13ឆ្នាំដើម្បីបង្ហាញគាត់ថាពួកខ្ញុំអាចធ្វើរឿងហ្នឹងបានដោយសារចូលកម្មវិធីទាំងអស់ហ្នឹងឆ្នាំទី1ឆ្នាំទី2ធ្លាក់
ចឹងទៅគេនិយាយលើមកនឹងទៀតគេថាអូនឯងធ្វើរឿងនឹងអត់កើតទេប៉ុន្តែចិត្តខ្លួនឯងចង់ proof គេចង់បង្ហាញគេចឹងក៏ចូលមួយឆ្នាំទៀតរហូតទៅដល់បានពានរង្វាន់ដល់ពេលតាំងពីបានពាននឹងមកពួកគាត់ចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតសង្គមដែលគាត់គិតថាក្មេងស្រីអត់អាចចូលរួមក្នុងវិស័យហ្នឹងទៅជាគាត់ជំរុញកូនគាត់វិញថាមានអីឃើញអាហងវាចូលបានអញ្ចឹងកូនឯងក៏ចូលកើតដែរហើយសម្បីក្មេងៗក៏គាត់ចាប់ផ្ដើមយកយើងជាជនគំរូហើយក៏គាត់ឲ្យខ្លួនឯងនោះសាកល្បងអីថ្មីដែរចានឹងពីខ្ញុំទៅវិញបងអរគុណច្រើនមិញហួងជឿថាបងប្អូននៅទីនេះសំទោសមានលោកស្រីដែរប៉ុន្តែខ្ញុំបដោតភាគច្រើនទៅលើបងប្អូនដើម្បីឲ្យយកបទពិសោធន៍យើងអាចស្ដាប់អីដែលជាបញ្ហាប្រឈមអញ្ចឹងនៅពេលដែលយើងចង់ចាប់យកអាហ្នឹងយើងអាចដឹងពីដំណោះស្រាយហើយបន្តិចទៀតវាគ្មិនទាំងអស់គ្នាគាត់នឹងប្រាប់ពីដំណោះស្រាយវិញម្ដងអញ្ចឹងណាហើយក៏អរគុណមិញហួងសម្រាប់ការជួយចែករំលែកពីឧបសគ្គដែលគាត់ជួបប៉ុន្តែគាត់ក៏ភ្ជាប់ជាមួយនឹងដំណោះស្រាយថាធ្វើម៉េចទើបគាត់អាចជំនះឧបសគ្គឬក៏បញ្ហាទាំងអស់ហ្នឹងដែរអញ្ចឹងបន្ទាប់ពីវាគ្មិនទាំង4នាក់គាត់ចែករំលែកហើយខ្ញុំចង់ស្ដាប់ពីខាងលោកស្រីបណ្ឌិតព្រំសុភាវិញម្ដងដែលលោកស្រីគាត់មានបទពិសោធន៍ច្រើនមែនទែននៅក្នុងវិស័យនេះអញ្ចឹងលោកស្រីអាចបន្ថែមចំណុចផ្សេងទៀតខ្ញុំជឿថានឹងមានឫសគល់បញ្ហាច្រើនទៀតដែលវាគ្មិនទាំង4អត់ទាន់បានចែករំលែកចាលោកស្រីអាចសូមជួយបំពេញបន្ថែមចាសូមជឿចាអរគុណច្រើនបងពីខ្ញុំទៅអាចប្រហែលជាការបូកសរុបពីអ្វីដែលយើងទៅចែកគ្នាបន្តិចខ្ញុំអាចបែងចែកឧបសគ្គហ្នឹងជា3កម្រិតទី1គឺតថភាពសង្គមដោយវាគ្មិនបានលើកឡើងអញ្ចឹងយើងក៏លេចមើលជុំវិញផ្ទះអត់មានអ្នកណាស្ត្រីណាធ្លាប់រៀនបច្ចេកវិទ្យាឬក៏ STEM ផងអញ្ចឹងយើងអត់មាន inspiring អត់មានគំរូភាពថាយើងក៏អាចធ្វើបានព្រោះយើងមានមិត្តភ័ក្តិបងប្អូនដែលអាចធ្វើបានអាហ្នឹងគឺជាបញ្ហាមួយដែរហើយសម្រាប់ខ្ញុំក៏ចំនួនបាក់ឌុប2002នោះកាន់តែអត់ទៀតហើយមិនត្រឹមតែឧបសគ្គក្នុងការមករៀនបច្ចេកវិទ្យាសំបីតែការហ្នឹងចប់បាក់ឌុបហើយចង់មករៀនពេញការពិតឪពុកម្ដាយខ្ញុំគាត់គ្រប់គ្រងប៉ុន្តែខ្ញុំមានបងប្រុស4នាក់គាត់ថាកុំឲ្យទៅអីព្រោះគាត់ភ័យបារម្ភរឿងសុខភាពភ័យបារម្ភថាយើងទៅខូចខលអីអញ្ចឹងទៅអាហ្នឹងក៏ជាឧបសគ្គមួយដែរដែលស្ថិតនៅក្នុងកត្តាគ្រួសារអញ្ចឹងនៅពេលដែលយើងគ្រួសារអត់គ្រប់គ្រងក៏វាជាឧបសគ្គធំមួយក្នុងការដែលយើងរៀនបន្តជាលក្ខណៈទូទៅឬក៏ការរៀនបន្តខាងបច្ចេកវិទ្យាហ្នឹងក៏ជាសំណួរដែលគាត់ត្រូវសួរហើយជាក់ស្ដែងខ្ញុំផ្ទាល់ខ្ញុំមកជំនះឧបសគ្គហ្នឹងព្រោះឪពុកម្ដាយគ្រប់គ្រងឪពុកម្ដាយខ្ញុំគាត់សួរបងខ្ញុំតែមួយម៉ាត់ទេហើយបើអត់ឲ្យខ្ញុំរៀនបន្ត4នាក់ហ្នឹងអ្នកណាគេសន្យាថាចិញ្ចឹមខ្ញុំពេញមួយជីវិតហ្នឹងគឺជាសំណួរដែលឪពុកម្ដាយខ្ញុំសួរទៅបងប្រុសខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំមករៀននៅភ្នំពេញហ្នឹងក៏ចាប់ដើមរៀនផ្នែកបច្ចេកវិទ្យាហើយចូលរៀនហើយបងប្រុសខ្ញុំថាកុំរៀនបច្ចេកវិទ្យាអីគាត់ចង់ឲ្យខ្ញុំដាក់ហៅឧបករណ៍ទៅរៀនពេទ្យនៅវៀតណាមខ្ញុំថាខ្ញុំអត់មានដងខាងពេទ្យទេព្រោះយើងបានស្វែងយល់ខ្លួនឯងទី1ទី2ខ្ញុំប្រាប់គាត់ថាខ្ញុំចង់ទៅរៀននៅបារាំងគាត់ថានៅសាលាហ្នឹងអ្នកបកកែមកកណូយើងទៅរៀននៅបារាំងមិនកើតប៉ុន្តែពីខ្ញុំទៅគឺអត់ខ្វល់តែម្ដងយើងខ្វល់តែរឿងខ្លួនឯងដែលយើងចង់ធ្វើអីអញ្ចឹងគឺយើងជំនះអាពាក្យសម្ដីគាត់ហ្នឹងហើយយើង proof គាត់ថាយើងអាចធ្វើបានអញ្ចឹងគឺយើងទៅបង្ហាញគាត់ថាយើងអាចរៀនបន្តនៅប្រទេសបារាំងបានអញ្ចឹងខ្ញុំក៏មានឱកាសរៀននៅបារាំងរស់នៅហ្នឹងរយៈពេល7ឆ្នាំចាហ្នឹងគឺជាបទពិសោធន៍ផ្ទាល់ខ្លួនអញ្ចឹងវាមានកត្តា3ទី1សង្គមពេលខ្លះមិនមែនជាកត្តាជាក់ស្ដែងយើងអាចគិតថាយើងរៀនបច្ចេកវិទ្យាតិចចេញទៅធ្វើការគេអត់ទទួលតែការពិតអាហ្នឹងវាជាគេហៅថា perception របស់យើងការយល់ឃើញរបស់យើងដែលជាបទពិសោធន៍រាល់ថ្ងៃខ្ញុំគិតថាសង្គមការងារគឺមានការគ្រប់គ្រងទៅលើស្ត្រីច្រើនចាទី2កត្តាគ្រួសារនិងចង់មិនចង់គឺតែងតែមានផលលំបាកទៅលើកូនជាពិសេសជាស្ត្រីប៉ុន្តែខ្ញុំគិតថាកត្តាធំបំផុតហ្នឹងគឺកត្តាខ្លួនឯងតែយើងអាចជំនះឧបសគ្គហ្នឹងហើយមានការតាំងចិត្តប៉ុណ្ណាដូចមិញហងគាត់បានបង្ហាញអញ្ចឹងគឺកត្តាខ្លួនឯងសំខាន់ជាងគេនៅក្នុងការសម្រេចអនាគតរបស់ខ្លួនឯងចាអរគុណ
សូមអរគុណច្រើនលោកស្រីបណ្ឌិតចំពោះការបំពេញបន្ថែមក៏ដូចជាហាក់ដូចជាសរុបឡើងវិញពីអ្វីដែលវាគ្មិនកិត្តិយសយើងគាត់បានបកស្រាយអញ្ចឹងបើស្ដាប់តាមលោកស្រីដែលជាវាគ្មិនកិត្តិយសទាំងអស់បានចែករំលែកយើងឃើញថាបច្ចេកវិទ្យា digital ពិតជាមានសារៈសំខាន់ហើយនៅពេលដែលស្ត្រីនិងក្មេងស្រីរបស់យើងជាង 50% នៅក្នុងប្រទេសគាត់មានសមត្ថភាពឬក៏ចំណេះដឹងផ្នែកហ្នឹងគាត់អាចជួយជំរុញផលិតភាពសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជាយើងឲ្យទៅចូលរួមសម្រេចបានចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលអញ្ចឹងខ្ញុំក៏ចង់ដឹងពីខាងលោកស្រីដែលអញ្ជើញមកពីក្រសួងទាំង3វិញថានៅក្នុងស្ថាប័នរបស់លោកស្រីតើមានគោលនយោបាយឬក៏វិធានការអីខ្លះដែលគាំទ្រឬក៏ទៅដោះឬគល់បញ្ហាដែលរារាំងមិនឲ្យស្ត្រីគាត់ចូលរួមនៅក្នុងមុខវិជ្ជា STEM ក៏ដូចជាកសាងភាពជាអ្នកដឹកនាំនៅក្នុងវិស័យ digital នេះចាអញ្ចឹងសូមអនុញ្ញាតអ្នកគ្រូ Linda ដែលអញ្ជើញមកពីក្រសួងអប់រំមុនម្ដងចាចាអរគុណច្រើនសាជាថ្មីម្ដងទៀតចាអញ្ចឹងតកតងជាមួយនឹងគោលនយោបាយនេះក៏ប៉ុន្តែក្រសួងអប់រំរបស់យើងបានដាក់ចេញគោលនយោបាយយើងហៅថាគោលនយោបាយផែនការយុទ្ធសាស្ត្របញ្ជ្រាប gender នៅក្នុងវិស័យអប់រំរបស់យើងនេះដែលស្របជាមួយនឹងគោលនយោបាយនារីរតនៈទី6ដែរចាក៏ដូចជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងផ្ទាល់តែម្ដងចាអញ្ចឹងនៅក្នុងផែនការបញ្ជ្រាបយុទ្ធសាស្ត្រ gender នេះយើងបានផលិតចេញជាច្រើនផ្នែកដែលគាំទ្រទៅដល់ការជួយទៅដល់ក្មេងស្រីនៅក្នុងវិស័យ STEM ឬក៏យើងហៅថាវិស័យ digital នេះផងដែរចាជាមួយនឹងការលើកទឹកចិត្តពួកគាត់ជំរុញលើកទឹកចិត្តពួកគាត់ដូចជាតាមរយៈការបង្កើតឲ្យមានជាអន្តេវាសិកដ្ឋានចានៅតាមសាកលវិទ្យាល័យហើយមិនមែនត្រឹមតែមាននៅក្នុងសាកលវិទ្យាល័យទេយើងក៏មាននៅតាមវិទ្យាល័យមួយចំនួនដែរយើងមានអន្តេវាសិកដ្ឋានសម្រាប់សិស្សនារីចានេះគឺជាការលើកទឹកចិត្តមួយចាមួយវិញទៀតក៏យើងក៏សហការជាមួយនឹងដៃគូផ្សេងដើម្បីផ្ដល់ជាអាហារូបករណ៍ដល់និស្សិតស្រីឬក៏សិស្សស្រីនៅក្នុងវ័យវិទ្យាល័យនេះឲ្យពួកគាត់ទទួលបាននៅអាហារូបករណ៍បើទោះបីជាវាមិនមែនជាចំណែកធំក៏ប៉ុន្តែវាជាចំណែកមួយដែលគួបផ្សំជួយឲ្យពួកគាត់ចូលចិត្តនិងស្រឡាញ់នៅក្នុងការសិក្សាមុខវិជ្ជា STEM នេះផងដែរចាហើយមួយវិញទៀតយើងក៏មានកម្មវិធីនានាជាច្រើនដែរដោយមិញហងបានលើកឡើងដែរពីខាងក្រសួងអប់រំយើងក៏មានជាកម្មវិធី Technovation Girl នេះដែរគឺជាកម្មវិធីមួយដែលជាការប្រកួតប្រជែងហើយយើងធ្វើជារៀងរាល់ឆ្នាំគឺយើងលើកកម្ពស់ក្មេងស្រីនិងយុវតីហ្នឹងឲ្យគាត់ចូលទៅក្នុងវិស័យបច្ចេកវិទ្យានេះផងដែរចាហើយយើងក៏មានកម្មវិធីមួយទៀតយើងហៅថា Skill for Girl ចាហើយកម្មវិធីនេះគឺជាកម្មវិធីមួយដែលបើយើងនិយាយឲ្យចំយើងហៅថាយើងផ្ដោតទៅលើការបង្កើតជាល្បែងសិក្សាឬក៏យើងហៅថា game ប៉ុន្តែអានឹងវាជំរុញឲ្យក្មេងស្រីនឹងចូលរួមប្រកួតប្រជែងបង្កើតជា game ដើរតាមក្តីសម័យហើយដាក់វាចូលទៅក្នុងការអនុវត្តហើយជំរុញលើកទឹកចិត្តឲ្យក្មេងស្រីដទៃទៀតគាត់អាចចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យាឬក៏ digital នេះដែរចានេះគឺជាគោលនយោបាយឬក៏ជាផែនការចំណុចសំខាន់មួយចំនួនដែលក្រសួងអប់រំយើងបានដាក់ចេញក៏ដូចជាដោយខ្ញុំបានបញ្ជាក់ពីខាងដើមដែរយើងក៏មានកម្មវិធីប្រឹក្សាអាជីពជាដើមចាជំរុញឲ្យពួកគាត់ដឹងនិងទទួលស្គាល់ថាតើពេលទៅមុខទៀតតើគាត់គួរតែតម្រង់ទិសខ្លួនឯងហ្នឹងទៅខាងណាហើយតាមរយៈមិនមែនតែជាគោលនយោបាយរបស់ក្រសួងទេតាមរយៈគម្រោងផ្សេងដែលយើងបានចេញពីដូចជា ADB ក្តីដូចជា World Bank ក្តីដែលយើងសហការជាគម្រោងធំមានរយៈពេល5ឆ្នាំ4ឆ្នាំឬក៏6ឆ្នាំនោះយើងក៏ផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យានេះដែរជាក់ស្ដែងដូចជាគម្រោង Step Up ជាដើមនេះគឺជាគម្រោងមួយដែលទទួលបានជំនួយកម្ចីពី ADB ហើយយើងបានកំពុងតែធ្វើការជាមួយនឹងផ្នែកវិទ្យាសាស្ត្រនេះផងដែរយើងផ្ដោតទៅលើសាលាវិទ្យាល័យគោលដៅចំនួន259ដែរនៅតាមទូទាំងប្រទេសរបស់យើង25រាជធានីខេត្តនេះផងដែរចាសូមអរគុណខ្ញុំសូមចូលរួមប៉ុណ្ណឹងចាអរគុណច្រើនអ្នកគ្រូ Linda ខ្ញុំចាប់អារម្មណ៍កម្មវិធី2 3ដែលអ្នកគ្រូលើកឡើងដូចជាកម្មវិធី Technovation Girl ឬក៏ Skill for Girl អញ្ចឹងបើសិនជាបងប្អូននេះគាត់ចាប់អារម្មណ៍នៅក្នុងការចូលរួមកម្មវិធីហ្នឹងតើគាត់អាចទទួលបានព័ត៌មានហ្នឹងតាមរយៈអីហើយជាពិសេសដែលអ្នកគ្រូថាកម្មវិធីប្រឹក្សាអាជីពខ្លះហ្នឹងសំខាន់សម្រាប់បងប្អូនមែនតើអញ្ចឹងគាត់ធ្វើម៉េចទៅទទួលបានព័ត៌មានទាំងអស់ហ្នឹងហើយទទួលបានការប្រឹក្សាបន្ថែម
ពេលដែលយកចប់ពីកម្មវិធីហ្នឹងទៅអ្នកគ្រូជួយបញ្ជាក់ឡើងបន្តិច ចាអរគុណច្រើនសម្រាប់បងប្អូននៅទីនេះបើសិនមកមានចំណាប់អារម្មណ៍យើងអាចធ្វើការសាកសួរព័ត៌មានបន្ថែមមែនតើទៅកម្មវិធីនេះគឺជាកម្មវិធីមួយដែលយើងសិតក្រោមការគ្រប់គ្រងនិងដឹកនាំដោយនាយកដ្ឋានបរិវត្តកម្ម Digital របស់ក្រសួងអប់រំអញ្ចឹងរាល់ពេលយើងមានយើងហៅថាការវិភាគណាចា schedule របស់គេថាតើពេលណាខែណាដែលគាត់ត្រូវប្រកាសចេញជារៀងរាល់ឆ្នាំ Tech Innovation Girl ហ្នឹងដាក់ចេញនៅសេចក្តីអំពាវនាវយើងឬក៏យើងហៅថាឲ្យពួកគាត់ដែលជាយុវសិស្សហ្នឹងគាត់អាចចូលរួមប្រកួតប្រជែងបានអញ្ចឹងបងប្អូនអាចតាមដាននៅលើ Facebook page ចាទំព័រផ្លូវការរបស់ក្រសួងអប់រំរបស់យើងដែលដាក់ Moist Cambodia ហ្នឹងចាយើងអាចចូលទៅក្នុង page ហ្នឹងគឺរាល់ព័ត៌មានរបស់ក្រសួងអប់រំរបស់យើងដូចជាការជ្រើសរើសបងប្អូនចូលរួមប្រកួតប្រជែងអីនេះយើងអាចតាក់ទងឬក៏យើងអាចមើលព័ត៌មាននៅតាម page របស់ក្រសួងនេះផ្ទាល់បានហើយនៅក្នុង page ហ្នឹងយើងនឹងមានព័ត៌មានលម្អិតបន្ថែមទៀតតើយើងគួរទៅតាក់ទងខាងណាមានលេខមានជាលេខទូរស័ព្ទមានជាអ្នកសម្របសម្រួលផងដែរចាសូមអរគុណ អរគុណអ្នកគ្រូលីណាអញ្ចឹងបងប្អូនប្រហែលជាស្ដាប់តនេះណាគឺអាចចូលទៅមើលព័ត៌មានលម្អិតនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំណាគាត់ថា Moist Cambodia ណាអក្សរវា MOEYS Cambodia ហ្នឹងចាអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្រូសមលីជួយចែករំលែកពីស្ថាប័នអ្នកគ្រូគាត់ជាប្រធានវិទ្យាស្ថានអភិបាលកិច្ច Digital នៃបណ្ឌិតសភាបច្ចេកវិទ្យាប៉ុន្តែស្ថិតនៅក្រោមក្រសួងប្រៃសណីនិងទូរគមនាគមន៍អញ្ចឹងចង់ដឹងថាក្រសួងគាត់មានគោលនយោបាយឬក៏វិធានការជាក់លាក់អីនៅក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យនេះចា៎ ចាសូមអរគុណសម្រាប់ក្រសួងប្រៃសណីបានដាក់ចេញនៅគោលនយោបាយបច្ចុប្បន្នធំចំនួន2គោលនយោបាយវិស័យប្រៃសណីនិងគោលនយោបាយរដ្ឋាភិបាល Digital នៅក្នុងការអនុវត្តនៅក្នុងគោលនយោបាយនេះយើងមានរំលេចអំពីផែនការយុទ្ធសាស្ត្រមួយចំនួនដែលផ្ដោតទៅលើការជំរុញឲ្យយុវជនយុវនារីរបស់យើងងាកមកសិក្សាជំនាញ STEM ឲ្យកាន់តែច្រើនហើយខ្ញុំសូម highlight ទៅលើគោលនយោបាយរដ្ឋាភិបាល Digital នៅក្នុងយុទ្ធសាស្ត្រទី7ស្ដីពីការកសាងមូលធនមនុស្ស Digital នៅក្នុងការកសាងមូលធនមនុស្ស Digital ហ្នឹងយើងមើលយុទ្ធសាស្ត្រ7.4.5.6 ដល់ 7.8 គឺសុទ្ធតែផ្ដោតទៅលើការជំរុញការបណ្ដុះបណ្ដាលជំនាញ Digital ជាពិសេសនៅក្នុងវិស័យអប់រំយើងមានតាំងពីវិធីសាស្ត្រនៃការបង្រៀនកម្មវិធីសិក្សាបែបថ្មី Digital សម្រាប់ STEM Study ការតឡើងនៅមជ្ឈមណ្ឌលពិសោធន៍ផ្សេងៗដែលគ្រប់គ្រងដល់ការបណ្ដុះបណ្ដាលចាជារួមមានការយន្តការលើកទឹកចិត្តផ្សេងៗដើម្បីឲ្យយុវជនយុវនារីរបស់យើងនឹងងាកមកកាន់ជំនាញ Digital កាន់តែច្រើនព្រោះតាមទិន្នន័យដែលយើងទទួលបានពីចំនួនក្រសួងអប់រំគឺចំនួនដែលយុវជនយុវនារីរបស់យើងងាកមកសិក្សាជំនាញ Digital ហ្នឹងគឺទាបមែនតើគេថា STEM ហ្នឹងគឺជា Science ហ្នឹងគឺមានត្រឹមប្រមាណ 10% ហើយក្នុងហ្នឹងតិចជាង 7% ដែលសិក្សាជំនាញ Digital ហើយមិនប្រកាសថាគាត់ចាប់ហើយគាត់មកបម្រើការនៅក្នុងវិស័យហ្នឹងវិញទេចាហើយយើងមានកង្វះខាតខ្លាំងមានន័យថាយើងមិនមែនចេះតែលើកទៅអត់មានគោលដៅទេយើងមានការខ្វះខាតជាខ្លាំងហើយមានភាពប្រកួតប្រជែងខ្ពស់អញ្ចឹងបើសិនជាយុវជនយុវនារីរបស់យើងគាត់ងាកមកសិក្សា STEM ហើយចាប់យកជំនាញ Digital ហើយនៅក្នុងជំនាញ Digital បងប្អូនច្បាស់ជាឆ្ងល់ទៀតតែសិក្សា Digital នោះសិក្សាពីអីខ្លះអញ្ចឹងក្រសួងប្រៃសណីបានដាក់ចេញនៅការឆ្នាំ2024គេហៅថាផែនទីបង្ហាញផ្លូវអវត្តជំនាញ Digital អញ្ចឹងអាចទៅ download មើលថ្វាយទៅឬក៏ហៅ Digital Skill Roadmap ណាដើម្បីគ្រប់គ្រងដល់ការអនុវត្តយុទ្ធសាស្ត្របញ្ញកោណក្របខ័ណ្ឌសេដ្ឋកិច្ចសង្គម Digital និងគោលនយោបាយរដ្ឋាភិបាល Digital អញ្ចឹងនៅក្នុងហ្នឹងយើងមាន7ជំនាញហើយមានជាង60មុខរបរនៅក្នុងហ្នឹងអញ្ចឹងទៅបើកមើលទៅថាតើនៅក្នុងជំនាញទៅរៀនជំនាញហ្នឹងតើថ្ងៃក្រោយអាចនឹងខ្លះទៅជាអ្នកជំនាញអីខ្លះមានន័យថាយើងអភិវឌ្ឍមុខទៅមុខរបរគេខ្លះបានអញ្ចឹងជាង60មានច្រើនអញ្ចឹងអាចទៅ download មកខ្ញុំលើកទឹកចិត្តដោយសារតែបញ្ហារបស់យើងគឺទី1យើងបាន survey ជាង200ក្រុមហ៊ុន
គាត់ថាជំនាញដែលបដោះបដាលនៅតាមសាកលវិទ្យាល័យទៅហ្នឹងវាអត់ត្រូវការទៅនឹងអាតម្រូវការជាក់ស្ដែងអ្នកតែគាត់ត្រូវការ skill ជាក់ស្ដែងនៅតាមក្រុមហ៊ុនទេឬក៏ក្រសួងស្ថាប័នអញ្ចឹងគាត់ត្រូវការចំណាយពេលមកតាំងទៀតដើម្បីបដោះបដាលថែមទៀតឬក៏គាត់អ្នករៀនចាប់ពីសាកលវិទ្យាល័យហើយគាត់ត្រូវទៅរៀនយក certify ជំនាញបន្ថែមអញ្ចឹងខាតពេលវេលារបស់គាត់ច្រើនដែរអាហ្នឹងក៏ជាការលើកទឹកចិត្តដែលយើងត្រូវតែបន្តពង្រឹងសមត្ថភាពបន្តអញ្ចឹងមកយើងមើលឲ្យហើយថាឥឡូវនេះនៅខាងវិស័យឯកជននៅខាងវិស័យអប់រំវិស័យសាធារណៈគេកំពុងតែត្រូវការជំនាញគេខ្លះគេកំពុងតែខ្វះអញ្ចឹងយើងត្រូវតាសម្រុកទៅរៀនហើយចាប់យកជំនាញនេះចំហើយចេញមកវិញគឺធ្វើការងារគឺអត់ខ្វះទេព្រោះដូចខ្ញុំជំរាបអញ្ចឹងជាង60មុខរបរនៅក្នុងវិស័យ digital ហ្នឹងអានេះខ្ញុំមិននិយាយជាច្រើនទៀតផងតាមការស្រាវជ្រាវជាសកលមួយបាននិយាយថានៅតាមសាកលវិទ្យាល័យរបស់យើងរាល់ថ្ងៃកំពុងតែបដោះបដាមុខវិជ្ជាដែលមុខរបរហ្នឹងលែងមាននៅថ្ងៃអនាគតខ្លីនេះហើយអញ្ចឹងមុខរបរអីគេការងារអីដែលនឹងនៅតែមាននៅតែ exist នៅថ្ងៃអនាគតគឺទី1 digital ទី2 communication អាហ្នឹងខ្ញុំនិយាយទៅហើយនឹងទី3គឺភាសាណាអាហ្នឹងសំខាន់ណាខ្ញុំគិតថាបងប្អូនប្រហែលជាធ្លាប់ប្រើឥឡូវស្គាល់ AI ណាឥឡូវ AI ហ្នឹងអាចប្រើប្រាស់បានច្រើនហើយជួយការងារយើងបានច្រើនរហូតដល់ការងារមួយចំនួនដែលត្រូវការឲ្យមនុស្សធ្វើហ្នឹងយើងលែងត្រូវការឲ្យគាត់ធ្វើហើយយើងប្រើ AI បានសូម្បីតែធ្វើ analyze អីផ្សេងបើថាលំហាត់គណិតវិទ្យារូបវិទ្យាគីមីអីដាក់តាលំហាត់ទៅចូលនឹង AI ការ calculate អីយើងនឹងស្អាតតែម្ដងខ្ញុំមិនឲ្យ tip ទេណាចឹងលោកគ្រូអ្នកគ្រូនៅទីនេះវាថាបរិញ្ញាសិស្សគាត់ខូចអត់ទេតែមានន័យថាបន្តិចទៀតមានការងារជាច្រើនហើយនៅសាកលវិទ្យាល័យកំពុងតែបរិញ្ញាជំនាញដែលជំនាញបន្តិចទាំងអស់នោះបន្តិចទៀតនឹងលែងមានហើយចាអញ្ចឹងត្រូវបងប្អូនអត់តាន់យឺតពេកទៅត្រូវត្រៀមខ្លួនមួយទៀតគឺរួមចំណែកក្នុងការអនុវត្តគោលនយោបាយនេះតាមចក្ខុវិស័យវែងឆ្ងាយរបស់អាដាមរដ្ឋមន្ត្រីលោកបានបំលែងវិទ្យាស្ថានជាតិ NIPTIC ទៅជាបណ្ឌិតភាពជា Digital កម្ពុជាដែលនៅក្នុងនោះយើងមានវិទ្យាស្ថានមួយគឺវិទ្យាស្ថានបច្ចេកវិទ្យា Digital ដែលផ្ដោតទៅលើការបដោះបដាជំនាញ Digital ហើយជាវិទ្យាស្ថានឈានមុខនៅក្នុងការបដោះបដា skill ហើយនៅក្នុងនោះយើងមាន5ជំនាញដែលសុទ្ធតែជាជំនាញដែលមានតម្រូវការខ្ពស់ហើយបើសិនជាសិស្សនិស្សិតសិស្សគាត់ប្រឡងជាប់ចូលគាត់បានឱកាសចូលរៀនយើងមានឱកាសអាហារូបករណ៍ជាច្រើនដែរដែលដូចផ្ដើមដោយថ្នាក់ដឹកនាំអញ្ចឹងយើងមានអាហារូបករណ៍ជាច្រើនហើយនៅក្នុងនោះយើងមានកម្មវិធីលើកទឹកចិត្តស្ត្រីអញ្ចឹងនារីគាត់ទៅរៀននៅកន្លែងនោះឲ្យតែដាក់តែមទៅជានារីដាក់ application ទៅឲ្យតែជាប់ក្នុងបាន 50% ហើយ 50% នៃ 50% ទៀតអញ្ចឹងមានន័យថាគាត់បង់ទាបមែនតើcompare ទូទៅអញ្ចឹងយើងអត់ផ្ដោតទៅលើ profit ទេគឺយើងផ្ដោតធ្វើម៉េចយើងបដោះទេពកោសល្យ digital នៅក្នុងវិស័យហ្នឹងចាកត្តាមួយទៀតគឺក្រសួងប្រៃសណីនិងបណ្ឌិតសភាក៏បានរៀបចំកម្មវិធីជាច្រើនទៀតក្នុងការផ្សព្វផ្សាយលើកទឹកចិត្តដូចជា tech competition coding sister ហើយមានកម្មវិធីដូចជាICT volunteer coding hero អីយើងចុះទៅតាមខេត្តដាច់ស្រយាលអីផ្សេងដើម្បីឲ្យកូនសិស្សដូចប្អូនអញ្ចឹងគាត់ចុះទៅ inspire ទៅសិស្សនៅតាមខេត្តតាមទីជនបទហ្នឹងឲ្យមកងាកមកចាប់អារម្មណ៍វិញព្រោះពេលចុះទៅដល់ survey 95 ទៅ 99%ឯងគាត់ចាប់យកជំនាញដែលគាត់ឃើញនៅជុំវិញខ្លួនគាត់ជីវភាពរបស់គាត់តែបន្ទាប់ពីពេលដែលគាត់ចំណាយពេលមួយខែជាមួយនឹងសិស្សរបស់យើងឆ្នាំទី3ឆ្នាំទី2ទី3ហ្នឹងគាត់ចំណាយពេលមួយខែនៅទីនោះអញ្ចឹងគាត់បរៀន coding គាត់បរៀន digital គាត់បរៀនអង់គ្លេសគាត់បរៀនអីផ្សេងអីចឹងទៅយើងមុនបញ្ចប់ត្រឡប់មកវិញមាន survey មួយទៀតចាអញ្ចឹងគាត់ចាប់ផ្ដើមងាកមកចាប់អារម្មណ៍វិញគាត់ដឹងថាអូពេលរៀនជំនាញនេះទៅថ្ងៃក្រោយគាត់ខ្លាចជាអីអញ្ចឹងមករៀនវិស្វកររៀនអីអញ្ចឹង computer ចាប់ផ្ដើមបដូរផ្នែកកំណត់ច្រើនអញ្ចឹងយើងមានន័យថាត្រូវតែមាន activity ទាំងអស់ហ្នឹងដែរមានអាហារូបករណ៍លើកទឹកចិត្តកម្មវិធីផ្សព្វផ្សាយប្រកួតប្រជែងអីជាដើមហើយមួយវិញទៀតយើងមាន
នៅក្រោមការដូចផ្ដើមកិច្ចការគ្រប់គ្រងពីថ្នាក់ដឹកនាំអញ្ចឹងក្រសួងប្រៃសណីគាត់ចុះអនុសាសនៈជាមួយនឹងក្រសួងអប់រំយើងកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ Community Tech Center នៅតាមវិទ្យាល័យទូទាំងប្រទេសហ្នឹងមានជាង500ទីតាំងណាបច្ចុប្បន្នដែលយើងកំពុងតែធ្វើនៅតកៅនៅកដាលហើយយើងនឹងជំរុញធ្វើជាបន្តនៅតាមវិទ្យាល័យដែលនៅក្នុងនោះយើងមានជា lab computer យើងមានជា e-conference room ហើយយើងមានប៉ុស្តិ៍ប្រៃសណីនៅកន្លែងហ្នឹងហ្មងអញ្ចឹងជាគោលដៅគឺជំរុញការសិក្សា STEM នឹងឯងបរិញ្ញាគាត់ពី coding ទៀតចាវាយើងបដោះបដាគ្រូបកគោលដើម្បី operate នៅ tech center ហ្នឹងអញ្ចឹងយើងធ្វើនៅតាមវិទ្យាល័យហើយយើងមាន conference room ដែលអនុញ្ញាតឲ្យសិស្សនៅតាមខេត្តនោះគាត់មានឱកាសរៀនជាមួយនឹងគ្រូឧទ្ទេសល្អល្បីពីភ្នំពេញទៅដូចជាមុខវិជ្ជាគណិតរូបអីផ្សេងហ្នឹងដែលជាមុខវិជ្ជា science ហើយគាត់អត់សូវនៅខេត្តអីយើងកង្វះខាតអីយើងគឺគាត់មានឱកាសបានរៀនដូចគ្នានឹងយ៉ាងហើយក្រសួងអប់រំក៏សហការជាមួយនឹងក្រសួងប្រៃសណីជាមួយក្រសួងព័ត៌មានយើងមានផលិត e-learning content ដែលមាននៅលើ website មួយចំនួនដែលអនុញ្ញាតឲ្យគាត់បានចូលទៅមើលដែរអញ្ចឹងអានេះសុទ្ធតែជាការគ្រប់គ្រងមានន័យថាបើគាត់កសាងមូលដ្ឋានគ្រឹះ STEM របស់គាត់មុខវិជ្ជា Science របស់គាត់ពីថ្នាក់ក្រោមមកបានល្អពេលគាត់មករៀននៅមហាវិទ្យាល័យគឺងាយស្រួលសម្រាប់គាត់ហើយគាត់អាចពង្រឹងទៅថាអញ្ចឹងបងអូនគាត់ខំប្រឹងពង្រឹង STEM អញ្ចឹងគាត់មករៀនគាត់រកឃើញ opportunity គាត់រកឃើញខ្លួនឯងបានច្រើនអញ្ចឹងនេះខ្ញុំលើកខ្លីៗវាអាចមានច្រើនទៀតប៉ុន្តែទុកនៅពេលក្រោយទៀតចា៎អរគុណច្រើនអ្នកគ្រូ Smiley អញ្ចឹងតាមរយៈការចែករំលែករបស់អ្នកគ្រូ Linda ក៏ដូចជាអ្នកគ្រូ Smiley លោកគ្រូអ្នកគ្រូលោកស្រីបងប្អូនបានស្ដាប់នៅគោលនយោបាយក៏ដូចជាកម្មវិធីជាច្រើនដែលរដ្ឋាភិបាលយើងបានគិតគូរទៅលើក្មេងស្រីប៉ុន្តែមានចំណុចមួយដែលអ្នកគ្រូគាត់បានបញ្ជាក់ដែរថានៅតែមានចំនួនតិចតួចនៅឡើយឃើញក្មេងស្រីចូលរួមរៀននៅក្នុងផ្នែក STEM មកយើងធៀបជាមួយនឹងមុខវិជ្ជាផ្សេងៗហើយអ្នកគ្រូគាត់ថារៀនចប់ហើយមិនប្រកាសថាចំនួនដ៏តិចតួចនោះចូលបម្រើនៅក្នុងវិស័យបច្ចេកវិទ្យាទៀតអញ្ចឹងនេះខ្ញុំចង់ស្ដាប់ពីអ្នកគ្រូមូលិកាវិញម្ដងដែលគាត់អញ្ជើញមកពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍អាចថាជាក្រសួងគន្លឹះមួយដែលធ្វើការនៅលើរឿងនេះតែម្ដងអញ្ចឹងតើនៅក្នុងស្ថាប័នរបស់លោកស្រីមានជាគោលនយោបាយឬក៏កម្មវិធីអីដែលធ្វើម៉េចជំរុញឲ្យក្មេងស្រីទាំងអស់ហ្នឹងគាត់អាចចាប់យកវិស័យ STEM ហ្នឹងហើយរៀនចប់គាត់អាចចូលប្រឡូកការងារនៅក្នុងវិស័យហ្នឹងបានច្រើនជាអតិបរមាចា៎សូមអរគុណនៅសំណួរចាខ្ញុំសូមជម្រាបអាចថាជម្រាបសិស្សសានុសិស្សលោកគ្រូអ្នកគ្រូនៅទីនេះជាឱកាសនៃការផ្សព្វផ្សាយដែរចំពោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ខ្ញុំសូមលើកពី data ទិន្នន័យដែលក្រសួងបានប្រមូលពី53ក្រសួងស្ថាប័នមានគ្រឹះស្ថានឧត្តមសិក្សាមានស្ថានទូតមានតែបណ្ដារដ្ឋហ្នឹងទូទាំងប្រទេសយើងឃើញថាមាន 24% ជាស្ត្រីបម្រើការផ្នែក STI និយាយទៅបើយើងនិយាយថា STI វាខុសអីពី STEM វាដូចតែគ្នាឯងចា Science Technology វិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍មាន 24% ដែលបម្រើការច្រើនជាងគេនោះគឺផ្នែកសុខាភិបាលបន្ទាប់មកកសិកម្មបន្ទាប់ពីកសិកម្ម ICT អញ្ចឹងក៏មានមុខមាត់ដែរស្ត្រីចាធ្វើការផ្នែក ICT ហ្នឹងហើយបើនិយាយពីគោលនយោបាយនៅក្រសួងមាននិយាយទៅយើងដើរស្របដូចបងខាងសម្របសម្រួលគាត់លើកថាមានយុទ្ធសាស្ត្របញ្ញកោណរបស់រដ្ឋាភិបាលដាក់មុំទី5គឺ digital ហ្នឹងហ្មងហើយមានគោលនយោបាយផ្នែក digital សេដ្ឋកិច្ចនិងសង្គម digital មានរដ្ឋាភិបាល digital ខាងវិទ្យាសាស្ត្រហ្នឹងក៏យើងមានផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ឆ្នាំ2030ជាក្នុងនោះយើងមានសសរស្ដំខ្ញុំអាចរៀបរាប់សសរស្ដំទាំង5ព្រោះអីទាំង5ហ្នឹងវាជួយគ្រប់គ្រងទៅដល់វិស័យ STI ឬក៏ STEM ហ្នឹងយើងមានអភិបាលកិច្ចដែលរងថ្ងៃហ្នឹងយើងមានក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ហ្នឹងជាអ្នកសម្របសម្រួលព្រោះអីឈ្មោះក្រសួងធំហ្នឹងប៉ុន្តែអត់ធ្វើការដោយផ្ទាល់ទេយើងសម្របសម្រួលថាតើឧទាហរណ៍យើងចេញជាគោលនយោបាយ
បច្ចេកវិទ្យាកសិកម្មបច្ចេកវិទ្យាសុខាភិបាលចឹងយើងអ្នកសម្របសម្រួលថាសម្លឹងមើលថាតើយើងមានរបៀបវិរៈស្រាវជ្រាវជ្រៀតនោះយើងរើសចំនួន8ថាពិតជាមានតម្រូវការសម្រាប់ប្រទេសជាតិយើងហ្នឹងគឺ8ហ្នឹងអីគេខ្លះយើងបានដៅអញ្ចឹងហើយយើងជំរុញបច្ចេកវិទ្យានៅក្នុងហ្នឹងអញ្ចឹងសសរស្តម្ភទី2គឺការអប់រំយើងបានបញ្ជាក់ដែរថាត្រូវការ 50% ផ្នែក STEM អញ្ចឹងចេញជាគោលនយោបាយអាហ្នឹងយើងស្រាវជ្រាវជាមួយអន្តរក្រសួងដើម្បីជូនដំណឹងទៅក្រសួងស្ថាប័នពាក់ព័ន្ធហើយទៅដល់សាធារណជនដែរថាពិតជាត្រូវការ STEM ហើយក៏បញ្ជាក់ដែរថាធ្វើម៉េចបាននារីជាស្ត្រីហ្នឹង 40% នៅក្នុងហ្នឹងព្រោះយើងអត់ហ៊ានដាក់50ដោយសារយើងបច្ចុប្បន្នហ្នឹងយើងមានកម្រិតទាបទេថាត្រឹម2030ធ្វើម៉េចរុញឲ្យបាន 40% ទៅយើងជោគជ័យសសរស្តម្ភទី3ហ្នឹងគឺការស្រាវជ្រាវអញ្ចឹងចំពោះការស្រាវជ្រាវនេះខាងក្រសួងកំពុងតែរៀបចំចិត្តចេញឯងគាត់ថាចុងឆ្នាំនេះយើងចេញជាអនុក្រឹត្យស្ដីពីការស្រាវជ្រាវនិងអភិវឌ្ឍយើងធ្វើម៉េចរកយើងហៅមូលនិធិសម្រាប់គ្រប់គ្រងការស្រាវជ្រាវទៅលើវិស័យ STI ឬក៏ STEM ហ្នឹងធ្វើម៉េចយើងយក1% ពីបសសអញ្ចឹងជាចំនួននិយាយថា1%តិចមែនអត់ទេច្រើនខ្លាំងគួរសមទី3កិច្ចសហប្រតិបត្តិការអញ្ចឹងយើងបានប្រឹកប្រែងដែរតាក់ទងយើងហៅភាសាកាត់ UILO ហ្នឹងការតំណែងរវាងសហគ្រាសនិងសាកលវិទ្យាល័យហ្នឹងយើងក៏បានធ្វើការលើនឹងដែរក៏មានគោលនយោបាយប្រាប់ថាវាត្រូវការនៅតាមសាកលវិទ្យាល័យត្រូវតែមានគ្រប់សាកលវិទ្យាល័យយ៉ាងដែរហើយមានសសរស្តម្ភទី5នោះគឺប្រព័ន្ធអេកូឡូស៊ីយើងមានរៀបចំជាសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យាពីការពារកម្មសិទ្ធិបញ្ញាជាដើមហ្នឹងអញ្ចឹងនៅក្នុងហ្នឹងយើងដើរទាំង5សសរស្តម្ភទាំង5ហ្នឹងយើងដើរទៅទាំងព្រមដើម្បីជួយលើកកម្ពស់ទៅលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ឬក៏ STEM អញ្ចឹងខ្ញុំសូមនិយាយទៅថាវាដូចគ្នាខ្លាំងដោយសារ topic នេះថា STEM វាអត់មានអីប្លែកពីគ្នាទេហើយលើសក្រៅពីគោលនយោបាយហ្នឹងយើងក៏មានរៀបចំជាសកម្មភាពដូចជាទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ដែលយើងបានប្រារព្ធរៀងរាល់ឆ្នាំថ្ងៃទី26ខែមិនិនាជាយើងធ្វើបាន3លើកហើយនៅក្នុងកម្មវិធីហ្នឹងយើងបានបញ្ចូលនៅការពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យាហើយកាលហ្នឹងយើងប្រមូលមានរៀបចំជាឡានក្រុងដឹកជញ្ជូនសិស្សពីវិទ្យាល័យទៅពីបឋមហើយក្មេងៗយើងអត់ហៅទេគាត់ឃើញគាត់មកចុះចិត្តមែនតើគឺការបង្ហាញតែជា concept ជាទ្រឹស្ដីវិទ្យាសាស្ត្រមួយចំនួនដែលគាត់មើលទៅគាត់អាចមានចំណាត់អារម្មណ៍ថាអូសារៈសំខាន់នៃវិទ្យាសាស្ត្របច្ចេកវិទ្យាហ្នឹងវាចឹងណាវាបន្តិចតែជួយការងារប្រចាំថ្ងៃការរស់នៅរបស់គាត់បានហើយក្រៅពីទិវាជាតិហ្នឹងយើងមានកម្មវិធីច្រើនណាស់នៅហ្នឹងយើងជួយយើងមាន Science Award មានកម្មវិធី Tech Talk វិទ្យាសាស្ត្រច្រើននៅក្នុងហ្នឹងអញ្ចឹងក៏កុំភ្លេចចូលរួមទាំងអស់គ្នារៀងរាល់ខែមិនិនាថ្ងៃទី26ហើយក្រៅពីហ្នឹងយើងបានថាចាប់ផ្ដើមគ្រាន់តែបន្តិចបន្តួចយើងមានគំនិតរួចផ្ដើមទៅលើយើងហៅ Science Caravan ជាយើងហៅការដាក់បង្ហាញនៅវិទ្យាសាស្ត្រហ្នឹងយើងតម្រង់ដូចក្នុងទិវាអញ្ចឹងតែដាក់តាមឡានតែយើងអាចមានថាតាមឡានចល័តហើយបច្ចុប្បន្នកំពុងតែរៀបចំរហូតទេហើយយើងមានការជួយចូលរួមជាមួយអន្តរក្រសួងយើងមានបង្កើតជា Science Library បច្ចុប្បន្នយើងព្យាយាមរកមូលនិធិជួយគ្រប់គ្រងបង្កើតទៅបានមួយកន្លែងទេនៅខេត្តបាត់ដំបងអញ្ចឹងនេះជាការចូលរួមខ្ញុំឃើញថាយើងក្រសួង MISTI ខ្ញុំសូមហៅកាត់ MISTI ហ្នឹងយើងសម្របសម្រួលហើយក៏មានសកម្មភាពចូលរួមមួយចំនួនចា៎
អរគុណអ្នកគ្រូមូលិកាចំពោះការចែករំលែកអញ្ចឹងមានកម្មវិធីថ្មីៗសូម្បីតែខ្ញុំផ្ទាល់ក៏អត់ធ្លាប់បានឮអញ្ចឹងដូចវាគ្មិនយើងលើកនៅក្នុងសំណួរទី1ថាកម្មវិធីកង្វះការផ្សព្វផ្សាយព័ត៌មានមិនប្រកាសថាគោលនយោបាយក៏កម្មវិធីដែលរដ្ឋាភិបាលយើងដាក់ចេញមកហ្នឹងក្រុមគោលដៅរបស់យើងគាត់បានទទួលទេព្រោះសូម្បីតែខ្ញុំអាចថាជាមន្ត្រីរាជការម្នាក់ដែលធ្វើការនៅក្នុងផ្នែកនេះខ្លះដែរកម្មវិធីខ្លះខ្ញុំអត់ធ្លាប់បានដឹងដែរអញ្ចឹងណាហើយខ្ញុំជឿក៏ដូចគ្នាដែរអញ្ចឹងបន្ទាប់ពីកម្មវិធីពិភាក្សានៅក្នុងវគ្គទី2នេះចប់យើងនឹងផ្ដល់ឱកាសជូនលោកស្រីលោកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដើម្បីសួរជាសំណួរបន្ថែមអីដែលបងប្អូនចង់ដឹងបន្ថែមពីវាគ្មិនកិត្តិយសទាំង5រូបយើងនឹងផ្ដល់ឱកាសជូនហើយដើម្បីបំពេញនៅចម្ងល់ទាំងនោះហើយពេលសួរសំណួរហើយបានចំណេះដឹងក្រុមការងារមានរង្វាន់លើកទឹកចិត្តទៀតណាអញ្ចឹងបើសិនជាមានសំណួរអាចកាត់ទុកឲ្យហើយចាចំនួនមានកំណត់លោកជំទាវអាដាមនិងអង្គវិទ្យាជាទីគោរពឆ្លៀតនៅក្នុងឱកាសនេះនាងខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនថាក្រសួងកិច្ចការនារីជាក្រសួងមួយដែលយើងផ្ដោតទៅលើការងារលើកម្ពុជាសមភាព gender និងបង្កើតភាពអង្អែលដល់ស្ត្រីអញ្ចឹងពាក្យថាបង្កើតភាពអង្អែលដល់ស្ត្រីគឺយើងលើកទៅលើគ្រប់វិស័យទាំងអស់ទាំងដូចជាឧទាហរណ៍កិច្ចសន្ទនាថ្ងៃនេះយើងផ្ដោតទៅលើវិស័យ digital អញ្ចឹងយើងក៏បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់ឋានៈទូនាទីរបស់ស្ត្រីនៅក្នុងវិស័យនេះដែរអញ្ចឹងខ្ញុំលើអ្នកគ្រូ Linda គាត់និយាយថានៅក្នុងក្រសួងអប់រំគាត់មាននយោបាយឋានបរិវត្តកម្ម digital អញ្ចឹងក្រសួងកិច្ចការនារីយើងមិនទាន់មាននៅឡើយទេនយោបាយឋានបរិវត្តកម្ម digital ដែលជាទិសដៅរបស់រដ្ឋាភិបាលហ្នឹងក៏ប៉ុន្តែបច្ចុប្បន្នយើងមានក្រុមការងារជំរុញបរិវត្តកម្ម digital ក្រសួងកិច្ចការនារីដែលអាយដាមសាវវង្សវរៈអធិបតីនៅក្នុងកម្មវិធីនេះលោកជាអនុរដ្ឋលេខាធិការហើយក៏ជាអនុប្រធានក្រុមការងារដែលតែងតែដឹកនាំសម្របសម្រួលហើយនឹងជំរុញក្រុមការងារនៅក្នុងការធ្វើសកម្មភាពលើកកម្ពស់ស្ត្រីនៅក្នុងវិស័យ digital នេះអញ្ចឹងហើយបើពាក់ព័ន្ធជាមួយនឹងការអប់រំផ្សព្វផ្សាយវិញក្រសួងភាគច្រើនយើងធ្វើជាមួយនឹងប្រជាជនយើងហៅថា public គឺនៅក្នុងទិវាធំដូចជាទិវាអន្តរជាតិនារី8មិនិនាទិវាអន្តរជាតិក្មេងស្រីឬក៏16 day campaign អីចឹងហើយបើសិនជាលោកស្រីឬក៏បងប្អូនស្គាល់ឬក៏បាន like page ក្រសួងកិច្ចការនារីតាមដានមើលនឹងឃើញថានៅក្នុងឆ្នាំ2024-25នេះស៊ីមឬក៏ការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារីយើងផ្ដោតភាគច្រើនគឺទៅលើភាពជាគំរូរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យ digital នេះតែម្ដងហើយមេញហួងគឺជាឧទាហរណ៍មួយដែលក្រសួងកិច្ចការនារីបានយកធ្វើជាករណីសិក្សានៅក្នុងការផ្សព្វផ្សាយពីភាពជាគំរូនេះជូនទៅដល់សាធារណជនឲ្យគាត់បានដឹងអញ្ចឹងមានន័យថាយើងក្រសួងកិច្ចការនារីក៏ចូលរួមធ្វើក្រសួងស្ថាប័នផ្សេងៗទៀតក៏ចូលរួមធ្វើប៉ុន្តែវានៅតែមានការផ្ដល់ព័ត៌មានរវាងយើងជាគេហៅថាយ៉ាងនិយាយថាយើងជាអ្នកផ្ដល់សេវាចា៎ណាក្នុងនាមយើងជាស្ថាប័ននិងអ្នកដែលទទួលសេវាហ្នឹងវាអត់ទាន់ match គ្នានៅឡើយមានន័យថារដ្ឋាភិបាលយើងបានធ្វើច្រើនមិនថាជាគោលនយោបាយមិនថាជាកម្មវិធីឬក៏វិធានការទេប៉ុន្តែអ្នកដែលទទួលផលហ្នឹងគាត់ហាក់ដូចជាមិនទាន់បានទទួលពេញលេញនៅអីដែលយើងបានផ្ដល់ជូនគាត់អញ្ចឹងជ្រាបក្នុងឱកាសនេះខ្ញុំក៏សូមអនុញ្ញាតជំរាបសួរទៅលោកស្រីបណ្ឌិតក៏ដូចជាមីងហួងដែរអាចនិយាយថាអ្នកទាំងពីរជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយឬក៏កម្មវិធីរបស់រដ្ឋាភិបាលអញ្ចឹងខ្ញុំចង់ឲ្យលោកស្រីបណ្ឌិតក៏ដូចជាមីងហួងចែករំលែកថាហេតុអីបានជាអ្នកទាំងពីរសម្រេចចិត្តនៅក្នុងការចាប់យកជំនាញ STEM ដែលកាលពេលសម័យនោះការផ្ដល់ព័ត៌មានហាក់ដូចជាមានតិចតួចនៅឡើយអូខេដំបូងឡើយប្រហែលជាខ្ញុំសូមអរគុណដល់សាលា Techno ដែរព្រោះខ្ញុំរៀនមហាវិទ្យាល័យគឺនៅសាលា Techno ហើយសាលា Techno គឺជាសាលាមួយដែលល្បីខាងវិស្វកម្មហើយចូលទៅស្ត្រីដែលរៀនគឺតិចមែនតើអញ្ចឹងជាការលើកទឹកចិត្តសាលាក៏បានលើកទឹកចិត្តដល់ស្ត្រីអញ្ចឹងការជំនាន់ខ្ញុំគឺយើងអត់បង់ថ្លៃសាលាទេយើងប្រឡងជាប់យើងអត់ចាំបាច់បង់ថ្លៃសាលាទេដែលកូនសិស្សបរិសុទ្ធគាត់បើគាត់អត់ជាប់អាហារូបករណ៍ទេគាត់ត្រូវបង់ថ្លៃសាលាអញ្ចឹងជាស្ត្រីគឺយើងទទួលបានការលើកទឹកចិត្តចំណុចនេះក៏ដូចជាការផ្ដល់នៅកន្លែងស្នាក់នៅអញ្ចឹងគឺជាចំណុចសំខាន់មែនទែនដែលខ្ញុំទទួលបានឱកាសមកដល់ពេលនេះគឺដោយសារតែមានការគ្រប់គ្រងពីស្ថាប័នក៏ដូចជារដ្ឋាភិបាលលើកទឹកចិត្តដល់ស្ត្រីដែរព
ពីខ្ញុំផ្ទាល់ហេតុអីបានជាខ្ញុំជ្រើសរើសយកមុខវិជ្ជា STEM ឬក៏បច្ចេកវិទ្យាឲ្យចំទៅគឺបច្ចេកវិទ្យាតែម្ដងកាលនោះកំពិតប្រឡងចប់បាក់ឌុបភ្លាមគ្រាន់តែដឹងថាខ្ញុំខ្លួនឯងបកកែខាងរូបហើយនឹងគណិតអញ្ចឹងដឹងថាប្រហែលជាអាចមានដងខាង engineering ខាងវិស្វកម្មអញ្ចឹងពេលដែលចូលរៀនមហាវិទ្យាល័យឆ្នាំទី1ហ្នឹងគឺយើងសាលាអត់ទាន់តម្រូវឲ្យរើសជំនាញទេអញ្ចឹងពេលហ្នឹងហើយដែលខ្ញុំមានឱកាសក្នុងឆ្នាំទី1ដើម្បីស្វែងរកខ្លួនឯងឲ្យកាន់តែច្រើនអញ្ចឹងនៅក្នុងឆ្នាំទី1នៅសាលាហ្នឹងគឺគេមានបន្ទប់កុំព្យូទ័រដែលអាចឲ្យយើងទៅប្រើប្រាស់កុំព្យូទ័របានហើយគេមានម៉ោងរបស់គេដែលជាទូទៅគេបើកពេលថ្ងៃត្រង់ពេលបាយហើយរយៈពេល1ម៉ោងឬក៏2ម៉ោងហ្នឹងបើអត់មានសិស្សរៀនទេគឺគេបើកឲ្យយើងចូលអញ្ចឹងគ្រាន់តែពេលហ្នឹងដឹងខ្លួនឯងថាអូឲ្យតែញ៉ាំបាយហើយឆ្នាំទី1ហ្នឹងគឺចង់រត់ទៅបន្ទប់កុំព្យូទ័រហើយឬក៏ព្រឹកថ្ងៃសៅរ៍យើងអត់រៀនចឹងកុំព្យូទ័រគេបើកដែរអញ្ចឹងដឹងតែរត់ទៅកុំព្យូទ័រហើយទោះជាទៅដល់អត់ធ្វើអីទេអង្គុយរៀនតែ typing A B C D កាលជំនាន់នោះខ្ញុំថាឡើយមានកុំព្យូទ័រប្រើរកតែទូរស័ព្ទN.7 មួយហ្នឹងអត់មានប្រើផងអញ្ចឹងបានទៅប៉ះកុំព្យូទ័រហ្នឹងគឺ curious មែនតើថារបស់ហ្នឹងវា work មិនហើយពេលដែលឮសិស្សច្បងដែលគាត់មានកុំព្យូទ័រប្រើគាត់ចាក់ចម្រៀងបណ្ដាគាត់អង្គុយធ្វើឯកសារបដាឆ្ងល់ថាអាហ្នឹងមិនក៏គេវាយទៅចេញចម្រៀងយើងអត់យល់តាមពិតគាត់ចាក់ចម្រៀងហើយគាត់វាយកុំព្យូទ័រទេអញ្ចឹងវាធ្វើឲ្យយើងមាន curiosity ចង់ដឹងចង់ឮហើយនៅពេលដែលយើងបានអនុវត្តដោយផ្ទាល់ដៃបានយើងដឹងថាអូយើងពិតជាមានគេថាបងលើកឡើងពីឧបនិស្ស័យខ្ញុំទៅតែរៀនពាក្យហ្នឹងដែរយើងមានឧបនិស្ស័យជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងឧបនិស្ស័យហ្នឹងបើភាសាអង់គ្លេសខ្ញុំគិតថាប្រហែលជា2បូកបញ្ចូលគ្នាទី1គឺការចូលចិត្តខ្លួនឯងទី2ការស្វែងរកថាយើងវាអាចមានដងនៅខាងហ្នឹងខ្លះកម្មពិតយើងអាចនិយាយថាដងវា contribute តិចតួចទៅលើជំនាញរបស់យើងប៉ុន្តែយើងបើពាក្យឧបនិស្ស័យហ្នឹងគឺវាបូកទាំងដងផ្ទាល់ខ្លួនដែរអញ្ចឹងគឺខ្ញុំស្វែងរកខ្លួនឯងតាមរយៈការធ្វើការងារផ្ទាល់អញ្ចឹងពេលហ្នឹងដឹងថាអូឲ្យតែដល់ម៉ោង computer lab បើកដឹងតែចង់ទៅហើយដូចយើងក្មេងៗបងប្អូននេះអ្នកដែលចូលចិត្តលេងបាល់មិនមែនចាំបាច់ម៉ាក់ប៉ាប្រាប់ថាអូដល់ម៉ោងទៅលេងបាល់ហើយទៅមែនទេអង្គុយចាំមើលម៉ោងឲ្យទៅដល់ថ្ងៃហ្នឹងម៉ោងហ្នឹងជ្រួលជ្រាលដែររកស្បែកជើងរកអីទុកដល់ម៉ោងគឺទៅហើយអញ្ចឹងបើយើងស្វែងរកខ្លួនឯងថាយើងចូលចិត្តរបស់ហ្នឹងយើងមានឧបនិស្ស័យជាមួយរបស់ហ្នឹងយើងសង្កេតមើលខ្លួនឯងគឺអត់ចាំបាច់ណាប្រាប់ទេគឺយើងមានគេហៅ motivation ចង់ទៅធ្វើការងារនឹងខ្លួនឯងអញ្ចឹងសម្រាប់ខ្ញុំការជំនាន់ហ្នឹងយើងអត់សូវមានព័ត៌មានច្រើនទេអញ្ចឹងអ្វីដែលខ្ញុំជំរុញឲ្យខ្ញុំទៅរៀនផ្នែកបច្ចេកវិទ្យាហ្នឹងគឺការស្វែងរកឧបនិស្ស័យខ្លួនឯងប៉ុន្តែសម្រាប់បងប្អូនសម័យនេះគឺយើងមានព័ត៌មានច្រើនមែនតើអញ្ចឹងវាមាន3ចំណុចដែលបងប្អូនត្រូវគិតនៅពេលដែលរើសជំនាញទី1គឺស្វែងយល់អំពីឧបនិស្ស័យខ្លួនឯងតាមរយៈការអនុវត្តឬមួយក៏ការសុំប្រឹក្សាពីសិស្សច្បងឬក៏ពីមហាវិទ្យាល័យផ្ទាល់បានដូចមិញបងនិយាយរឿងការប្រឹក្សាជំនាញអញ្ចឹងបើបងប្អូនអត់ដឹងថាការប្រឹក្សាជំនាញធ្វើនៅណាបងប្អូនអង្គុយបើកមើលទៅមហាវិទ្យាល័យណាដែលផ្ដល់ជំនាញផ្នែកបច្ចេកវិទ្យាឬក៏ជំនាញដែលបងប្អូនចង់រៀនហើយជិះម៉ូតូចូលទៅមហាវិទ្យាល័យគឺតែងតែបើកទ្វារទទួលបងប្អូនខ្ញុំគិតថាគ្រប់មហាវិទ្យាល័យទាំងអស់ហើយគាត់នឹងប្រឹក្សាយោបល់អញ្ចឹងបងប្អូនទៅជួបអ្នកគ្រូជំនាញទៅជួបសិស្សច្បងដែលគាត់រៀនជំនាញហ្នឹងហើយអង្គុយសួរគាត់ហ្មងញ៉ាកាន់កាហ្វេមួយកែវអង្គុយសួរអញ្ចឹងអាហ្នឹងឯងគឺជាចំណុចមួយដែលបងប្អូនអាចធ្វើការប្រឹក្សាយោបល់បានលើសពីហ្នឹងគឺចូលរួមកម្មវិធីផ្សេងដូចជាកម្មវិធី Technovation ឬក៏ការធ្វើ Expo ផ្សេងដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មឬក៏ក្រសួងប្រៃសណីក៏ពួកគាត់បានរៀបចំច្រើនដែរហ្នឹងហើយអញ្ចឹងនឹងទី1ត្រូវស្វែងរកបនិស្ស័យទី2ត្រូវស្វែងយល់ថាបងអូនរើសជំនាញណាដែលសង្គមយើងត្រូវការអញ្ចឹងមិញគាត់ខាងក្រសួងប្រៃសណីបានបញ្ជាក់ច្បាស់ខាងវិស័យ STEM គឺមានតម្រូវការខ្ពស់ជាពិសេសនៅខាងវិស័យបច្ចេកវិទ្យាក្រុមហ៊ុនមានតម្រូវការហើយនេះជាការសិក្សាស្រាវជ្រាវជាក់លាក់ហើយមានការគ្រប់គ្រងជំរុញច្រើនពីរាជរដ្ឋាភិបាលទៀតអញ្ចឹងអានឹងចំណុចទី2ចំណុចទី3បងអូនត្រូវគិតថារៀនជំនាញណាដែលចេញទៅយើងមានឱកាស
ទទួលការងារបានខ្ពស់មិនអាចថារៀនជំនាញបច្ចេកវិទ្យាយើងដឹងតែ 100% មានការងារធ្វើទេប៉ុន្តែគឺឱកាសខ្ពស់អញ្ចឹងអាហ្នឹងគឺជា3ចំណុចតែពិតវាមាន4ចំណុចប៉ុន្តែចំណុចទី1ទី2យើងបូកបញ្ចូលគ្នាអញ្ចឹងទី1ឧបនិស្ស័យទី2មើលថាតើជំនាញណាដែលមានតម្រូវការនៅក្នុងសង្គមខ្ពស់ហើយជំនាញណាដែលយើងរៀនទៅទី3មានឱកាសការងារខ្ពស់អញ្ចឹងនៅពេលដែលមានតម្រូវការខ្ពស់គឺមានឱកាសការងារខ្ពស់ហើយហ្នឹងហើយអញ្ចឹងជាការចូលរួមរបស់ខ្ញុំមានប៉ុណ្ណឹងសូមអរគុណអរគុណច្រើនហើយអរគុណច្រើនមកសម្រាប់សំណួរដែរអញ្ចឹងបើពីខ្ញុំទៅវិញតកតងជាមួយនឹងហេតុអីបានខ្ញុំជ្រើសរើសយកជំនាញផ្នែកបច្ចេកវិទ្យាហ្នឹងដោយសារខ្ញុំបកទៅវិញពីតូចមកខ្ញុំដឹងតែខ្លួនឯងចូលចិត្តបង្កើតខ្ញុំមាន passion ក្នុងការ creation ហ្នឹងពីតូចចឹងទៅដូចយើងលេងដីលេងអីចឹងយើងចូលចិត្តបង្កើតនំខេកដូចពួនក្នុងខ្សាច់អីផ្សេងៗហើយក៏ខ្ញុំចូលចិត្តលេងហ្គេមច្រើនដែរហើយហ្គេមហ្នឹងខ្ញុំលេងតាមទូរស័ព្ទអីចឹងដូចហ្គេមធ្វើនំខេកហ្គេម Subway អីផ្សេងៗហ្នឹងចឹងមុនពេលដែលខ្ញុំបានប៉ះកុំព្យូទ័រហ្នឹងខ្ញុំចូលចិត្តលេងហ្គេមខ្លាំងមែនតើប៉ុន្តែបងប្អូនខ្ញុំគាត់បើករោងពុំអីចឹងទៅគាត់មានកុំព្យូទ័រហើយខ្ញុំទៅលេងហ្គេមនៅផ្ទះគាត់ហ្នឹងលេងហ្គេមមួយកុំព្យូទ័រហ្នឹងហើយខ្ញុំឆ្ងល់ថាអូយលយណាស់ល្បីថាយើងអាចលេងហ្គេមហើយយើងមើលហុកបានធំហើយវាលឿនវារហ័សដល់ពេលចឹងទៅខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ដែរថានឹងវាដំណើរការរបៀបម៉េចប៉ុន្តែក៏អត់ដែរគិតដែរថាខ្លួនឯងនឹងមកចូលរួមជាមួយនឹងវិស័យនឹងទៅបង្កើតទាំងអស់នឹងរហូតដល់ខ្ញុំចូលរួមមួយកម្មវិធី Technovation Girl Cambodia ហ្នឹងដែលពេលហ្នឹងមុនពេលដែលចូលហ្នឹងគ្រូគាត់ប្រាប់ថាពេលណែចូលកម្មវិធីហ្នឹងហើយយើងអាចបង្កើតជាមួយនឹងកម្មវិធីទូរស័ព្ទដៃដែលយើងប្រើយើងលេងរាល់ថ្ងៃហ្នឹងហើយតែខ្ញុំឆ្ងល់ទៀតថាមិនដែលវិស័យវិទ្យាហ្នឹងវាអាចមានឥទ្ធិពលដល់ថ្នាក់ហ្នឹងវាអាចបង្កើតចេញជាកម្មវិធីទាំងអស់ហ្នឹងបានណាអញ្ចឹងទៅខ្ញុំ curious ថាតើអាហ្នឹងវាអាចបង្កើតអញ្ចឹងបានមែនអត់វាមានផលប្រយោជន៍វាមានឥទ្ធិពលវាមាន power អាចចេញជាអស់ហ្នឹងបានអត់អញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមចូលរួមជាមួយកម្មវិធីហ្នឹងដល់ពេលចូលកម្មវិធីហ្នឹងបាន1ឆ្នាំ2ឆ្នាំទៅបានខ្ញុំអាចបង្កើតជាកម្មវិធីទូរស័ព្ទដៃមួយដើម្បីជួយកូនសិស្សនៅក្នុងសាលាខ្ញុំហ្នឹងនៅក្នុងការរៀនមុខវិជ្ជាគីមីវិទ្យាតាមរយៈការលេងហ្គេម quiz នៅក្នុងកម្មវិធីហ្នឹងចឹងទៅហើយបន្ទាប់មកទៀតក៏ខ្ញុំបង្កើតកម្មវិធីរៀន STEM អីផ្សេងរហូតដល់កន្លែងហ្នឹងបានខ្ញុំគិតថាអូកាពិតទៅយើងអាចប្រើប្រាស់ជាមួយនឹងចំណេះដឹងដែលយើងចេះនៅក្នុងវិស័យហ្នឹងយើងអាចបង្កើតជាដំណោះស្រាយសង្គមបានច្រើនខ្លាំងមែនតើហើយខ្ញុំដឹងថាខ្ញុំចង់ខ្លាយទៅជាផ្នែកមួយនៃការផ្លាស់ប្ដូរមួយហ្នឹងខ្ញុំចង់ខ្លាយទៅជា part មួយនៃការ change នៅក្នុងសហគមន៍មួយហ្នឹងអញ្ចឹងទៅក៏ខ្ញុំគិតថាខ្ញុំមានចំណងចិត្តខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានរៀនជំនាញហ្នឹងនៅពេលដែលខ្ញុំបានបង្កើតជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងឡើងមកដល់ពេលក្រោយមកទៀតដោយសារតែខ្ញុំគិតថាខ្ញុំអរគុណខ្លួនឯងដែរដែលខ្ញុំអាចអនុញ្ញាតឲ្យខ្លួនឯងទៅប្រឡូកឱកាសទាំងអស់ហ្នឹងពេលដែលខ្ញុំរៀនថ្នាក់ទី9អញ្ចឹងទៅខ្ញុំមានពេលរហូតដល់3ឆ្នាំ9 10 11 12 3 4ឆ្នាំនៅក្នុងការ explore ថាខ្ញុំពិតជាចូលចិត្តវិស័យហ្នឹងឬក៏អត់ដោយសារតែក្រោយមកខ្ញុំទទួលបានឱកាសច្រើនខ្លាំងមែនតើពីវិស័យបច្ចេកវិទ្យារហូតដល់បានទៅ exchange program កម្មវិធីផ្លាស់ប្ដូរការសិក្សានៅអាមេរិកនៅ Virginia Tech 3 សប្តាហ៍ពេលហ្នឹងខ្ញុំរៀនថ្នាក់ទី11អញ្ចឹងវា open my eyes វាបើកភ្នែករបស់ខ្ញុំនោះឲ្យឃើញពិភពលោកធំជាងមុនខ្លាំងមែនតើនៅនោះយើងឃើញមាន robot យើងទៅរៀនពីការបង្កើត robot អីផ្សេងហើយយើងទៅ visit នៅ NASA អីផ្សេងអញ្ចឹងទៅពេលខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានការលើកទឹកចិត្តមួយដ៏ធំខ្ញុំទទួលបានinspiration នៅពេលដែលយើងទៅឃើញទាំងអស់ហ្នឹងយើងមានអារម្មណ៍ថាអូខ្ញុំចង់នៅអនាគតខ្ញុំចង់ខ្លាយទៅជាអ្នកដែលអាចបង្កើតអញ្ចឹងដែរខ្ញុំចង់ខ្លាយទៅជាផ្នែកមួយនៃទាំងអស់ហ្នឹងដែរអញ្ចឹងទៅមកវិញខ្ញុំក៏ចាប់ផ្ដើមបង្កើតគម្រោង Ladies in Tech ខ្ញុំចាប់ផ្ដើមចូលរួមជាមួយនៅ UNICEF Cambodia រហូតដល់ខ្ញុំបានចូល Skill for Girl បានទៅស្រីអែតអីផ្សេងធ្វើការច្រើនមែនតើជាមួយនឹងក្មេងស្រីនៅក្នុងវិស័យហ្នឹងអញ្ចឹងទៅបាន 3-4 ឆ្នាំហ្នឹងខ្ញុំមានអារម្មណ៍ថាបច្ចេកវិទ្យាវាជារបស់មួយដែលខ្ញុំស្រឡាញ់ហើយខ្ញុំគិតថាខ្ញុំចង់អនាគតរបស់ខ្ញុំហ្នឹងក៏នៅក្នុងវិស័យហ្នឹងដែរអញ្ចឹងទៅបានខ្ញុំព្យាយាមរៀនតាក់ទងជាមួយនឹងជំនាញហ្នឹងហើយទោះបីជាខ្ញុំទៅរៀននៅក្រៅក៏នៅតែយកជាមួយនឹងជំនាញ Computer Science ឬក៏វិទ្យាសាស្ត្រកុំព្យូទ័រហ្នឹងទៀតដែរដោយសារខ្ញុំគិតថាវាផ្ដល់ប្រយោជន៍ច្រើនមិនមែនតែសង្គមទេក៏ប៉ុន្តែក៏ខ្លួនខ្ញុំផ្ទាល់ដែរតាក់ទងជាមួយការគិតតាក់ទងមួយការដោះស្រាយបញ្ហា logical thinking អីក៏វាអាចជួយពង្រឹងខ្ញុំហ្នឹងរហូតមកដល់សប្តាហ៍ដែរអរគុណច្រើនបងហេតុនេះមុននឹងកិច្ចសន្ទនាយើងបញ្ចប់ខ្ញុំសូមឲ្យលោកស្រីទាំងអស់គ្នាអាចនឹងផ្ញើសារខ្លីៗប៉ុន្តែសូមខ្លឹម1នាទីទៅកាន់បងប្អូនក៏ដូចជាសាធារណជនដែលយើងនឹងផ្សព្វផ្សាយនាពេលបន្តិចទៀតនេះចា៎អញ្ចឹងអាចសូមចាប់ផ្ដើមពីអ្នកគ្រូសុភាមុនចា៎
ដែលនឹងមើលបន្តទៀតនៅតាមទូរទស្សន៍ឬក៏បណ្ដាញសង្គមយើងគួរតែប្រើពេលវេលាឲ្យបានច្រើនដើម្បីស្វែងយល់ពីខ្លួនឯងភាសាអង់គ្លេសគេអាចនិយាយថា look inside yourself ស្វែងយល់ពីខ្លួនឯងឲ្យបានស៊ីជម្រៅព្យាយាមក្នុងការយកខ្លួនឯងទៅប្រឡូកទៅលើជំនាញអីមួយដែលយើងគិតថាយើងចង់រៀនហើយនឹងចង់បន្តអនាគតជាមួយជំនាញហ្នឹងកុំឲ្យរៀនដោយសារតែតាមគ្នារៀនដោយសារតែឃើញមិត្តភ័ក្តិទៅយើងទៅរៀននៅក្នុងជំនាញហ្នឹងហើយក៏កុំរៀនដោយសារស្ដាប់ពួកខ្ញុំអូខេយើងនៅនេះគ្រាន់ជាការចែករំលែកជាបទពិសោធន៍ប៉ុន្តែម្នាក់ៗមានឧបនិស្ស័យផ្សេងគ្នាអញ្ចឹងព្យាយាមស្វែងរកខ្លួនឯងចាអរគុណអរគុណអ្នកគ្រូបើខ្ញុំវិញខ្ញុំចង់ឲ្យពួកគាត់អនុញ្ញាតឲ្យខ្លួនឯងនៅក្នុងការសាកល្បងអីថ្មីដូច quote របស់ខ្ញុំហ្នឹងគឺថា just try it first គ្រាន់តែសាកល្បងសិនទៅព្រោះការសាកល្បងហ្នឹងគឺវាអត់មានអស់អីច្រើនទេប៉ុន្តែអ្នកទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍ជាច្រើនមកពីការសាកល្បងហ្នឹងវិញបើសិនជាធ្លាក់យកអាការបរាជ័យទាំងអស់ហ្នឹងជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាដើម្បីធ្វើដំណើរបន្តទៀតបើសិនជាទាំងអស់គ្នាអត់ឲ្យទាំងខ្លួនឯងទៅសាកល្បងផងចឹងទាំងអស់គ្នាក៏អាចទៅស្វែងរកជាមួយនឹងគោលដៅឬក៏ស្វែងរកខ្លួនឯងបានដែរអញ្ចឹងអានឹងគឺជាជំហានមួយដែលសំខាន់បំផុតគឺជំហានទី1ហ្នឹងហើយបើសិនជាខ្ញុំអត់បានសាកល្បងកាលពី4ឆ្នាំទេខ្ញុំក៏អត់បានទៅដល់អង្គការសហប្រជាជាតិអីដូចរងថ្ងៃហ្នឹងដែរអញ្ចឹងខ្ញុំគិតថាចង់ឲ្យទាំងអស់គ្នាហ្នឹងឲ្យខ្លួនឯងសាកល្បងធ្វើរឿងអីដែលថ្មីឬក៏ធ្វើរឿងអីដែលចង់ធ្វើយូរហើយប៉ុន្តែអត់ហ៊ានធ្វើហ្នឹងអញ្ចឹងទៅផ្ទះវិញអាចសាកល្បងបានអូខេអរគុណបងចាអរគុណច្រើនឥឡូវមកដល់សារចុងក្រោយចាអញ្ចឹងខ្ញុំអត់មានអីទេប៉ុន្តែគ្រាន់តែចង់ជម្រាបទៅកាន់បងប្អូនចានៅទីនេះទាំងប្រុសទាំងស្រីទាំងអស់គ្នាចាការសិក្សាមុខវិជ្ជា STEM យើងមិនមែនគ្រាន់តែជាការគិតគ្រាន់តែជាលេខទេបើយើងនិយាយសាមញ្ញគ្រាន់តែមិនមែនតែជាលេខមួយមុខទេ STEM វាបង្ហាញអំពីការគិតស៊ីជម្រៅការរកបែបថ្មីចាហើយវាបង្កប់នៅភាពក្លាហាននៅក្នុងនោះដែរចាអញ្ចឹងនេះជាអត្ថន័យរបស់ STEM ដែលយើងតែងតែដាក់នៅក្នុងចិត្តគំនិតយើងថាវាមិនមែនគ្រាន់តែជាលេខទេដែលយើងឃើញទេប៉ុន្តែវាជាការបង្កើតថ្មីវាបង្ហាញនៅភាពក្លាហានរបស់យើងហើយមួយវិញទៀតចុងក្រោយក៏សូមផ្ដាំផ្ញើដល់បងប្អូននៅទីនេះដែរជាពិសេសបងប្អូនស្រីចាសូមថាកុំអនុញ្ញាតឲ្យនរណាគេម្នាក់មកនិយាយថា STEM គឺមិនមែនសម្រាប់ក្មេងស្រីទេណាចាសុំឲ្យជំនួសដោយការមិនអនុញ្ញាតឲ្យគេនិយាយឲ្យសូមបង្ហាញឲ្យគេឃើញអំពីសក្តានុពលរបស់ខ្លួនឯងរបស់យើងថាសង្គមមួយនេះពិភពលោកមួយនេះពិតជាត្រូវការយើងត្រូវការការគិតរបស់យើងត្រូវការភាពវៃឆ្លាតរបស់យើងណាត្រូវការឲ្យយើងបង្កើតថ្មីត្រូវការគំនិតច្នៃប្រឌិតរបស់យើងចូលទៅក្នុងសង្គមធ្វើឲ្យសង្គមរបស់យើងរីកចម្រើនទៅមុខទាំងអស់គ្នាចាសូមអរគុណចាសម្រាប់សារចុងក្រោយនាងខ្ញុំមាន4ចំណុចធំទី1គឺដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងវិស័យ digital នេះឲ្យកាន់តែច្រើនគឺយើងត្រូវផ្ដោតទី1គឺការពង្រឹងការអប់រំ STEM ណាសម្រាប់ពីក្មេងទៅជាពិសេសសម្រាប់ស្ត្រីដែលគាត់ត្រូវចូលរួមនៅក្នុងនោះជំរុញការយល់ដឹងបង្កើតគុណភាពនៃការអប់រំក៏ដូចជាកម្មវិធីសិក្សាវិធីសាស្ត្រថ្មីក៏ដូចជាការដំឡើងនៅឧបករណ៍ពិសោធន៍ផ្សេងដើម្បីគ្រប់គ្រងដល់ការសិក្សា STEM នេះទី2គឺគ្រប់គ្រងនៅកម្មវិធីអាហារូបករណ៍ណាបង្កើតអាហារូបករណ៍ឲ្យកាន់តែច្រើនជាពិសេសការលើកទឹកចិត្តដល់ស្ត្រីដែលពេលគាត់ចូលរៀននៅផ្នែកនេះគួរតែមានអាហារូបករណ៍គ្រប់គ្រងជូនគាត់ហើយក៏នៅក្នុងការគ្រប់គ្រងនេះបង្កើតឲ្យមានកម្មវិធី mentorship ផងណែនាំមានន័យថាក្នុងដំណើរការ journey របស់គាត់នៅក្នុងការសិក្សានេះមានអ្នកនាំផ្លូវណែនាំពេលមានបញ្ហាប្រឈមត្រូវទៅណាត្រូវធ្វើបែបណាจะមានដំណោះស្រាយបែបណាសម្រាប់គាត់អញ្ចឹងគាត់អាចនឹងបន្តនៅក្នុងដំណើរនេះបានដល់ទីបញ្ចប់ហើយគាត់អាចនឹងបង្ហាញភាពជាគំរូជាបន្តផងដែរហើយនឹងទី3គឺបង្កើតបរិយាកាសការងារដែលគ្រប់គ្រងដល់ស្ត្រីអញ្ចឹងសម្រាប់ក្រុមហ៊ុនសហគ្រាសឬក៏តាមវិស័យនេះនៅពេលដែល
ឃើញស្ត្រីគាត់ទៅ apply ការងារចាគួរតែពេលខ្លះគាត់គិតថាការងារហ្នឹងបរោះទៅខ្លាំងណា AI coding អី software អីអ្នកគ្រូជំនាញខាង software ណាគេថាតតែបរោះអីវាអ្នកបកាយយកស្ត្រីមកតិចអត់កើតអីអត់ទេចាអញ្ចឹងត្រូវមានការបង្កើតទី1ផ្ដល់ជាឱកាសទី2បង្កើតបរិយាកាសគ្រប់គ្រងអញ្ចឹងមានការងារដាក់ឲ្យតែបរោះអត់ដាក់ឲ្យស្ត្រីឬក៏ត្រូវដាក់គាត់ដូចជា invisible អត់ទេអញ្ចឹងទាំងការគ្រប់គ្រងបង្កើតឱកាសការងារក៏ដូចជាជំរុញឲ្យគាត់ចូលរួមណាទៅគាត់ងាកមកចាប់រកជំនាញក្នុងការដែលច្រើននិងចុងក្រោយនោះគឺការផ្សព្វផ្សាយជាគំរូនឹងផ្សេងជាគំរូជោគជ័យចាដូចអ្នកគ្រូដូចបងអូនស្រីដូចបងស្រីសិតតែជាអ្នកដែលនៅក្នុងវិស័យនេះអញ្ចឹងតែមានការកម្មវិធីផ្សព្វផ្សាយសម្ភាសពីភាពជោគជ័យឱកាសផ្សេងដែលគាត់អាចទទួលបានតាមរយៈចំណេះជំនាញដែលគាត់ទទួលបាននេះដើម្បី inspire ទៅដល់នារីជាច្រើនទៀតដែលថាគាត់ក៏ជាម្នាក់នៅក្នុងនោះដែរណាចូលរួមបង្កើតទេថាបងអូនជួយចិត្តបង្កើតណាថ្ងៃគាត់ជួយចិត្តនិយាយថ្ងៃនេះគឺបង្កើតច្រើនចាអញ្ចឹងគាត់អាចជាម្នាក់ក្នុងការចូលរួមបង្កើតចាសូមអរគុណចំពោះនាងខ្ញុំវិញព្យាយាមកាត់ឲ្យខ្លីហើយរៀងកុំឲ្យដូចវាគ្មិនយើងពីដើមខ្ញុំអាចទៅខាងគេហៅខាងទឹកចិត្តយើងថាធ្វើម៉េចឲ្យយើងអាចមានកម្លាំងចិត្តថាធ្វើម៉េចឲ្យជោគជ័យអញ្ចឹងចំណុចទី1នោះគឺអាននិយាយទៅខ្ញុំថាខ្លួនឯងហ្មងទៅពេលចេះអានសភៅកាលហ្នឹងទៅ exchange នៅអ៊ីតាលីស្ដាប់អ៊ីតាលីអត់បានប្រឹងអានទៅពេលអានទៅបានរៀងភញាក់ថាអូអានទៅចេះអញ្ចឹងប្រឹងអានទៅចេះឲ្យស្រាវជ្រាវអ៊ីនធឺណិតមាន resource ច្រើនមែនតើឯកសារច្រើនយើងសិក្សាស្រាវជ្រាវនេះចំណុចទី1ចំណុចទី2គិតពីគេហៅវិជ្ជមានណាគិតពីវិជ្ជមានដូចបងអូនគាត់សួរតិចចេះតិចចុះអញ្ចឹងវាតែងតែមានមុខ2អញ្ចឹងតែគិតពីវិជ្ជមានដឹងថាក្រមសីលធម៌នៃអ្នកវិទ្យាសាស្ត្រនៃវិស្វករហ្នឹងគឺផ្ដល់ដំណោះស្រាយជូនប្រជាជនអញ្ចឹងយើងគិតតែពីវិជ្ជមានទៅសិនទៅមានបញ្ហាអីយើងនឹងដោះស្រាយបានចំណុចទី3គឺការព្យាយាមបើយើងនិយាយពីពុទ្ធសាសនាណាវិរិយៈបារមីព្យាយាមជាបើអត់ព្យាយាមខ្ញុំខ្លួនឯងថាត្រូវតែប្រឹងបើអត់ប្រឹងទេអត់បានជោគជ័យទេព្រោះអីអ្នកដឹកនាំសួរអ្នកដឹកនាំដែលជោគជ័យហ្នឹងគឺគាត់មានអីពិសេសគឺការព្យាយាមរបស់គាត់ព្រោះអីមនុស្សភាគច្រើនឃើញគាត់ធ្វើទៅគាត់រៀងថាអូយអស់ហើយខ្ញុំទៅលេងរួចឯងជួយចិត្តប្រើពាក្យហ្នឹងថាឲ្យអីតាមយថាកម្មតាមនេះតាមនោះសិតតែជាលេសទាំងអស់គឺជាលេសទេត្រូវតែព្យាយាមអត់ព្យាយាមអត់ជោគជ័យទេចំណុចទី4អត់ធ្មត់ការបដិញ្ញាចិត្តដល់មុតមមរៀងចូលពធប៉ុន្តែវាជាការពិតព្រោះឯពធនិយាយពីការពិតនឹងឯងអញ្ចឹងយើងហៅអធិដ្ឋានបារមីណាត្រូវតាបដិញ្ញាថាត្រូវទៅធ្វើឲ្យបានជាក់ស្ដែងឃើញវាគ្មិនយើងអញ្ចឹងសួរគាត់មានការលំបាកអត់លំបាកហើយការខ្ញុំរៀនmaster នៅបារាំងមួយឆ្នាំហ្នឹងលំបាកខ្ញុំអាចប្រៀបធៀបថាដូចលេបគ្រោះលេបថ្មអញ្ចឹងចំពោះខ្ញុំគឺរំលឹកឡើងគឺតស៊ូខ្លាំងមែនតើទៅដល់នងអីសួរបានដើរលេងអត់ដល់ពេលវ៉ាកងអញ្ចឹងអត់ដើរត្រូវរៀនឲ្យចេះលំបាកខ្លាំងអញ្ចឹងគ្រាន់ចង់ផ្ដាំឯថាគន្លឹះនៃភាពជោគជ័យគ្រប់យ៉ាងហ្នឹងគឺការព្យាយាមការបដិញ្ញាចិត្តអ្នកដែលអត់បានជោគជ័យឃើញឯងព្យាយាមថាអូខ្ញុំចង់ខ្ញុំព្យាយាមពេលរួចហើយផ្លេចបាត់ទៅធ្វើអីតាមការចង់បានរបស់ខ្លួនឯងឯផ្សេងអញ្ចឹងណាអញ្ចឹងមាន4ចំណុចហ្នឹងខ្លីទេតែអានច្រើនចេះច្រើនអញ្ចឹងចង់ដឹងទៀតអានអីក៏អានដែរអានដើម្បីភាពជោគជ័យ
អរគុណច្រើនចំពោះលោកស្រីមូលិកាក៏ដូចជាលោកស្រីនិងកញ្ញាដែលជាវាគ្មិនកិត្តិយសទាំងអស់ដែលបានចែករំលែកទាំងចំណេះដឹងនិងបទពិសោធន៍ល្អៗជូនទៅដល់បងប្អូនក៏ដូចជាលោកស្រីទាំងអស់គ្នាលោកជំទាវ អាដាមនិងអង្គវេទិកាជាទីគោរពកិច្ចសន្ទនាស្ដីពីការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យ Digital បានឈានមកដល់ទីបញ្ចប់គណៈពេលនេះនាងខ្ញុំបូណាវីព្រមទាំងវាគ្មិនកិត្តិយសទាំង5រូបសូមជម្រាបលាសូមអរគុណ